ខ្ញុំធ្លាប់ស្លាប់ម្ដងរួចមកហើយក្រោយការថ្មីម្ដងនេះខ្ញុំបានក្លាយជាអ្នកមានបំផុតក្នុង Forbes ដែលក្មេងជាងគេយប់នេះយើងរួមគ្នាអបអរសាទរអ្នកដែលផ្លាស់ប្ដូរច្បាប់អាជីវកម្មបានជាប់ក្នុងបញ្ជី Forbes សូមអញ្ជើញលោកលីនយួនលោកលីនvừaថាពីមុនលោកមិនទាន់ចប់មហាវិទ្យាល័យផងអ្នកក្មេងជាច្រើនចង់ដឹងពីលោកតើចំណុចផ្លាស់ប្ដូរជីវិតរបស់លោកគឺជាអ្វីចំណុចផ្លាស់ប្ដូរឬតើត្រូវឲ្យខ្ញុំនិយាយយ៉ាងណាមុនការថ្មីខ្ញុំគ្រាន់តែជាមនុស្សម្នាក់ដែលរកតែបាយហូបមិនទាន់គ្រប់គ្រាន់ការប្រកួតប្រជែងមិនមែនជាអ្វីទាំងអស់ទេប៉ុន្តែអញបានត្រឹម320ពិន្ទុចង់មកប្រៀបធៀបអនាគតជាមួយខ្ញុំដែលបាន405ពិន្ទុពីសាលាលំដាប់កំពូលចៅខៃអញអាចចាត់ទុកការប្រឡងជាសមិទ្ធផលហើយចាត់ទុកពិន្ទុជាកូនសោតែមួយគត់ដែលផ្លាស់ប្ដូរជីវិតតែក្នុងភ្នែកអ្នកកំណត់ច្បាប់ពិតប្រាកដឯងនិងខ្ញុំមិនខុសគ្នាបន្តិចទេឯងមានន័យថាម៉េចអញគិតថាចូលសាលាលំដាប់កំពូលបានទៅទីក្រុងធំហើយនឹងជោគជ័យមែនទេអញគ្រាន់តែមានកន្លែងល្អជាងមុនដើម្បីធ្វើជាស្មើឲ្យគេកាត់តែប៉ុណ្ណោះអញប្រឡងធ្លាក់ហើយកុំមកធ្វើជាអួតអាងនៅទីនេះពិន្ទុ405របស់ឯងគ្រាន់តែជាការតស៊ូកកាសធ្វើការឲ្យគេក្រោយ4ឆ្នាំពិន្ទុ320របស់ខ្ញុំឆ្នាំក្រោយអាចជួលឪពុកឯងឲ្យធ្វើការឲ្យខ្ញុំបានឯងនិយាយម្ដងទៀតមើលលេងដៃបើឯងវាមួយដៃនេះឯងនឹងមានកំណត់ត្រាឃុំខ្លួនអាសាលាលំដាប់កំពូលរបស់ឯងនឹងរបូតបាត់គាត់មានបញ្ហាផ្លូវចិត្តមែនទេលោកគ្រូវ៉ាងខលមកគាត់ថាឯងប្រឡងមិនបានល្អមិនអីទេកូនយើងរៀនត្រៀមឆ្នាំក្រោយទៀតឆ្នាំក្រោយប្រកាសជាបានម៉ាក់ប៉ុន្មានឆ្នាំនេះលំបាកសម្រាប់កូនហើយកូនប្រុសម្នាក់ប្រឡងធ្លាក់ម្ដងខ្លាចអីប៉ានៅតែអាចធ្វើការបានយើងរៀនត្រៀមឡើងវិញប៉ាខ្ញុំមិនរៀនត្រៀមទេឯងនិយាយថាអ្វីខ្ញុំថាខ្ញុំមិនរៀនត្រៀមទេការរៀនត្រៀមមួយឆ្នាំមិនមែនអស់តែលុយទេគឺអស់ពេលវេលាឆ្នាំនេះខ្ញុំអាចធ្វើអ្វីដែលមានតម្លៃជាងការអង្គុយធ្វើវិញ្ញាសាប្រឡង320ពិន្ទុមិនរៀនត្រៀមចង់ធ្វើអ្វីការប្រឡងជាឱកាសតែមួយគត់សម្រាប់គ្រួសារយើងនោះគឺជាអតីតកាលឥឡូវសញ្ញាបត្រមិនមែនជាផ្លូវតែមួយគត់ទេលើកនេះខ្ញុំនឹងរស់នៅឲ្យបានល្អជាងគ្រប់គ្នាលីនទៅលេងអ៊ីនធឺណិតទៅខ្ញុំចិញ្ចឹមគុំនៅផ្ទះអីអង្គុយអត់ប្រយោជន៍ទៅហាងអ៊ីនធឺណិតទេរហ័សឡើងចូលកាន់នេះទៅថ្ងៃនេះអញលេងឲ្យអស់ដៃខ្ញុំចិញ្ចឹមទាំងស្រុងលឿនឡើងថ្ងៃនេះខ្ញុំចង់បានអ្វីក៏បានដែរខ្ញុំជាអ្នករ៉ាប់រងមុនពេលកើតជាថ្មីខ្ញុំមិនដែលចាប់អារម្មណ៍លេខឆ្នោតឬនិន្នាការផ្សារហ៊ុនទេខ្ញុំចាំបានតែឆ្នាំនេះកន្លែងណាអាចរកលុយដំបូងបានស្រួលបំផុតកម្រិតវប្បធម៌ជួយខ្ញុំមិនបានទេតែជំនាញអាចជួយបានអ្នកទាំងអស់គ្នាគិតថាជីវិតខ្ញុំចប់ហើយនៅថ្ងៃដែលប្រឡងបាន320ពិន្ទុតែពួកគេមិនដឹងទេថាការត្រឡប់មកវិញដ៏អស្ចារ្យរបស់ខ្ញុំទើបតែចាប់ផ្ដើមប៉ាម៉ាក់កូនត្រូវការលុយ2000កូនថាឯណា2000ឥឡូវនឹងមែនទេកូនឈួតហើយប្រឡងបានត្រឹម320ពិន្ទុផ្ទះយើងកំពុងតែពិបាកខ្លាំងត្រឡប់មកដល់ភ្លាមទា2000នឹងកូនដឹងទេផ្ទះយើងយ៉ាងម៉េចថ្លៃរៀនថ្នាក់បន្ថែមរបស់ប្អូនស្រីកូននៅមិនទាន់រកបានផងបើឲ្យលុយនេះមកកូនអាចរកវាត្រឡប់មកវិញបានកូនយកអីទៅរកយកពិន្ទុ320នឹងទៅរកមែនទេយកជំនាញទៅរកនិយាយចប់ហើយទៅកន្លែងមួយជាមួយកូនបើ10នាទីក្រោយមកប៉ាម៉ាក់នៅតែគិតថាកូនកំពុងតែលេងសើចកូននឹងទៅរៀនត្រៀមប្រឡងវិញប៉ុន្តែបើកូនបង្ហាញឲ្យឃើញ2000នេះប៉ាម៉ាក់ត្រូវតែឲ្យកូនមួយខែក្រោយកូននឹងសងវិញទាំងស្រុងនេះហើយមែនទេដែលអញហៅថាការងារធំដុំពូអ្នកមីងកុំទាន់ឲ្យខឹងលីនមិនមែនធ្វើអ្វីភេសផាសទេម៉ាក់វាពិតជាអាចឲ្យកុំព្យូទ័រលេងដោយស្វ័យប្រវត្តិបាននេះហៅថា script ល្បែងកំទេចរួមក្រោមដីបែបនេះអ្វីដែលថ្លៃជាងគេមិនមែនឧបករណ៍ទេគឺពេលវេលាអ្នកដទៃលេងមួយយប់ខ្ញុំអាចឲ្យវាលេងទាំងយប់ទាំងថ្ងៃ2000នេះខ្ញុំយកទៅទិញ USB និងជួលម៉ាស៊ីនក្នុងមួយខែនឹងសងវិញបើមិនសងទេកូននឹងទៅរៀនត្រៀមប្រឡងវិញពូនេះគ្រាន់តែជាការចាប់ដើមលីននិយាយថាបន្តទៅទៀតនឹងរកបានច្រើនជាងនេះអាចកើនបានប៉ុន្មានដងប៉ា2000អ្នកទាំងអស់គ្នាគិតថាពិន្ទុ320គឺជាការបរាជ័យប៉ុន្តែចាប់ពីពេលនេះទៅលុយចាប់ផ្ដើមស្គាល់ខ្ញុំហើយលីងយួននៅហាងអ៊ីនធឺណិតរាល់ថ្ងៃភាគច្រើនជាមនុស្សមិនល្អទេអ្នកដែលបោះបង់ខ្លួនឯងមិនគួរឲ្យអាណិតទេប្រហោងត្រចៀកខ្ញុំវាដោះបិទអស់ហើយការចោះត្រចៀកបែបនេះវាមិនសូវសមប៉ុន្មានទេជាង3000ក្នុងមួយថ្ងៃ
ពួកអ្នកស្មានថាខ្ញុំធ្លាក់ខ្លួនមែនទេតែតាមពិតខ្ញុំត្រឡប់មកវិញហើយចុះបញ្ជីក្រុមហ៊ុននឹងជានិស្សិតអីក៏ហ៊ានម្លេះទើបតែប្រឡងចប់ចង់ធ្វើថៅកែទៅហើយធ្វើតាមនីតិវិធីទៅចុះបញ្ជីក្រុមហ៊ុនមិនមែនគ្រាន់តែសរសេរឈ្មោះទេទាំងអាសយដ្ឋានក្រុមហ៊ុននិងដើមទុនចុះបញ្ជីតើអ្នកមានអីទៅចុះគ្រប់គ្រាន់អត់បើគ្រប់គ្រាន់ហើយអ្នកទទួលខុសត្រូវមកទាំងអស់នេះអ្នកធ្វើក្នុងប៉ុន្មានថ្ងៃនេះមែនទេបាទតែថ្ងៃនេះអ្នកចុះបញ្ជីមិនបានទេបន្ទប់អ៊ីនធឺណិតដែលជួលតាមមាត់មិនអាចយកមកធ្វើជាអាសយដ្ឋានបានទេខ្ញុំនឹងធ្វើជាអាជីវករម្នាក់ឲ្យសិនចាំបំពេញឯកសារគ្រប់សិនចាំបដូរជាក្រុមហ៊ុនមានកំណត់មានន័យថាខ្ញុំអាចបន្តអាជីវកម្មដោយស្របច្បាប់សិនមែនទេទើបតែមកដល់សាលាអីហ្នឹងសាកលវិទ្យាល័យនេះមានអាហារូបករណ៍2ជាន់ដែរសាលានេះឆ្ងាយម្លេះដូចគេបញ្ជូនមកនិរទេសនៅព្រំដែនអីចឹងបើអ្នកប្រឡងបានពិន្ទុច្រើនជាងនេះបន្តិចក៏មិនមែនមកទីនេះដែរសាលារបស់អ្នកចំណេញមកដល់ហើយមិត្តរួមថ្នាក់គេមិនទាន់ចែកបន្ទប់ទេខ្ញុំមិនយករេគេងទេខ្ញុំទៅនៅខាងក្រៅល្អជាងលក់អីជិះឡានក្រុងចូលក្រុងចំណាយពេល3ម៉ោងអ្នកណាទៅដើរលក់ខ្ញុំនៅជិតសាលាទេអាមនុស្សនេះឈួតមែនទេនិស្សិតមិនមែនអត់លុយទេគឺគេខ្ជិលដើរបើអ្នកណាយកទំនិញទៅដាក់ដល់មុខគេអ្នកនោះនឹងរកលុយបានពីគេលក្ខខណ្ឌនេះថោកហើយចិត្តសាលាដើរតែបន្តិចដល់ហើយ3ឆ្នាំបងដាច់តែម្ដងទៅអ្នកមិនមើលផ្ទះផ្សេងទេហី3ថ្ងៃទៀតថ្លៃឈ្នួលតំបន់នេះឡើងទ្វេដងឥឡូវចុះកុងត្រាអ្នកនៅចំណេញបើហួសពេលទោះអ្នកសុំខ្ញុំក៏ខ្ញុំមិននៅដែរឯងដឹងបានយ៉ាងម៉េចព្រោះអ្នកឃើញតែពេលបច្ចុប្បន្នខ្ញុំអាចមើលឃើញដល់3ឆ្នាំក្រោយចុះអ្នកវិញអ្នកនៅអាចអ្នកដទៃមកដើម្បីយកសញ្ញាបត្រខ្ញុំមកដើម្បីយកទីតាំងនេះលក់នៅជាន់ក្រោមមិនបាច់ទៅក្រុងទេថោកយកទឹកមួយកញ្ចប់ក្រដាសមួយដុំមានកញ្ចប់មួយប្រអប់ទូថ្លៃជាងក្រុងមួយរៀលក៏គេទិញដែរសំខាន់មិនបាច់ដើរឆ្ងាយលោកលីងឥឡូវចំណូលមួយថ្ងៃប៉ុន្មាន3000ខែក្រោយឡើង10000ចុះរៀនធ្វើអីទៀតរកស៊ីទៅការរៀនគឺដើម្បីអត្តសញ្ញាណស្របច្បាប់បញ្ជាក់ទីតាំងនិងប្រភពព័ត៌មាន3យ៉ាងនេះមានតម្លៃជាងលុយមុនពេលរថភ្លើងក្រោមដីបាត់ដំណើរការខ្ញុំត្រូវសន្សំលុយបង់រំលោះទីតាំងនេះ3ឆ្នាំក្រោយនឹងការទ្វេដងអូលីនយួនជ័យលាភីប្រឡងចូលមហាវិទ្យាល័យហេតុអីមកធ្វើមុខរបររើសអេតចៃអញ្ចឹងឡានឯងនេះតម្លៃ150,000មិនដែរចំណែនមែនទេរើមកកង់3របស់ខ្ញុំនេះទិញត្រឹម300ចំណូលមួយថ្ងៃ3000ប្រាក់ចំណេញសុទ្ធ1500ឡានឯងមួយថ្ងៃខាតតម្លៃ100សាំង60ខាតសុទ្ធឯងចំណាយ150,000ដើម្បីមុខមាត់ខ្ញុំចំណាយ300ដើម្បីបានម៉ាស៊ីនបោះពុម្ពលុយនិយាយទៅថ្លៃសិក្សាមហាវិទ្យាល័យ985មួយឆ្នាំ5000មែនទេម៉ូតូកង់3ខ្ញុំនេះរកបានប៉ុណ្ណឹងក្នុងមួយសប្តាហ៍បាត់ហើយលោកលីនគូក្បាលលោកបង្កើតមកពីអ្វីទៅមិនមែនដោយសារគូក្បាលខ្ញុំល្អទេគឺព្រោះខ្ញុំធ្លាប់ងាប់ម្ដងរួចមកហើយទើបដឹងថាភាពក្រីក្រវាមានរសជាតិបែបណាទើបគ្រប់ជំហានខ្ញុំដើរលើចំណុចដែលគេមើលរំលង50000លុយក៏ឲ្យអ្នកផ្គត់ផ្គង់ស្អែកចុះកិច្ចសន្យាទីតាំងទី2អាជីវកម្មតម្លៃ 9.9 បានចិញ្ចឹមអតិថិជនក្រុមដំបូងពេលនេះដល់ពេលយកលុយនេះមកទិញក្រុងសាកលវិទ្យាល័យទាំងមូលអគារ5មួយបន្ទប់304ផ្លែឈើខ្មាចិត្តអគារ9នៅសល់18អូដឺទីអន្តេវាសិកដ្ឋានស្រេកទុះហើយកម្មបង្ហើយចុះមិនទាន់ដល់ទៀតលោកលីនលោកធ្វើបានដោយរបៀបណាយើងលក់របៀបនេះមិនដែលធ្លាប់ធ្វើច្រើនឆ្នាំមកហើយ
នេះហើយជាអំណាចនៃបណ្ដាញសាលារៀនទំនិញបាច់នេះត្រូវតែលក់ចេញឲ្យលឿនបើលោកយកខ្ញុំលក់ឲ្យធូរថ្លៃខ្ញុំយកទាំងអស់ប៉ុន្តែត្រូវបញ្ចុះតម្លៃពាក់កណ្ដាលលោកឈួតហើយតម្លៃនេះខ្ញុំខាត់ហើយហាងលក់ដុំ3ក្បែរនេះលក់ទំនិញគុណភាពដូចគ្នាតម្លៃទាបជាងលោកអំពៃបើមិនលក់ទេខ្ញុំទៅរកគេថ្ងៃនេះរើចេញឲ្យអស់ទូទាត់លុយសុទ្ធយកពងនិស្សិតចូលចិត្តចំណេញមែនទេពួកគេចូលចិត្តអារម្មណ៍ថាបានចំណេញទោះរូបរាងមិនសូវស្អាតឲ្យតែតម្លៃទាបជាងការគិតរបស់គេផ្លែឈើខូចក៏ខ្លាចជាកំណត់ដែរដាក់នុយរួចរាល់ហើយរងចាំតែត្រីមកស៊ីនុយប៉ុណ្ណោះផ្លែឈើមួយកន្ត្រកតម្លៃ 9.9 ជារបស់បោកប្រាស់មែនទេសាក់មើលទៅបើបោកប្រាស់មែនចាំខ្ញុំទៅគិតបញ្ជីជាមួយគេវ៉ាច្រើនម្លេះទៅយកលឿនប្រញាប់ទៅណានៅណានជាយឺគេឲ្យផ្លែឈើតម្លៃ 9.9 ពិតឬអត់មិត្តរួមថ្នាក់ខ្ញុំទៅផ្ញើសារមកប្រញាប់ទៅបើគេស៊ីអស់ប្រហែលជាអស់ហើយតើពូលីនៅតែផ្ញើរបស់ថ្ងៃស្អែកទៀតទេផ្ញើតែចាប់ពីថ្ងៃស្អែកទៅមិនមែនតម្លៃ 9.9 ទៀតទេហាក់វាយឺតទៅហើយដល់ពេលត្រូវបិទគម្រោងហើយលីនយានអ្នកគ្រប់គ្រងបន្ទប់ម៉ាស៊ីនបានធ្វើសាកសីហើយក្នុងវេទិកាដែលអួតថាអ្នកឲ្យផ្លែឈើក្នុងតម្លៃ 9.9 គឺមកពីអ៊ិបតែមួយនេះមិនមែនបោកខ្លួនឯងទេអ្នកយកប្រកាសคล้ายៗមកបោកឲ្យគេចាញ់បោករួចទៅយកថ្លៃសមាជិកនេះវាជាការច្បោកខ្ញុំទទួលស្គាល់ខ្ញុំជាអ្នកផុសហើយក៏ជាអ្នកតខំមិនខ្លួនឯងដែរតែអ្នកណាកំណត់ថាហាមផុសនិងតខំមិនខ្លួនឯងក្នុងវេទិកាខ្ញុំផ្សាយពាណិជ្ជកម្មពួកអ្នកមិនជឿខ្ញុំក៏ផុសច្រើនដងទៅមានបញ្ហាអ្វីអ្នកថាខ្ញុំច្បោកតម្លៃ 9.9 ទទួលបានផ្លែឈើប៉ុន្មានផ្ញើជូនប៉ុន្មានអ្នកណាខ្លះទទួលបានអ្នកណាខ្លះចុះឈ្មោះមានឯកសារទាំងអស់ខ្ញុំមិនខ្វល់រឿងអ្នកផុសប៉ុន្មានទេខ្ញុំគ្រាន់តែចង់ដឹងថាមុខជំនួញនេះនៅតែអាចធ្វើបន្តបានទៀតទេអាចហើយថែមទាំងអាចពង្រីកទំហំបានទៀតផងលេខទូរស័ព្ទរបស់អ្នកឈូយូអ្នកឈួតហើយគាត់អាចធ្វើការនេះបានសម្រាប់រឿងរបស់ពួកយើងខ្ញុំជាអ្នកទទួលខុសត្រូវចាំនិយាយគ្នាពេលក្រោយថ្ងៃនេះមានអ្នកពីក្រុមហ៊ុនហ្គេមឈ្មោះ Bayou មកជួបបងមឹងគេថាមកពិនិត្យមើលទិន្នន័យមិនប្រក្រតីគេសួរថាមានអ្នកណាជួលម៉ាស៊ីនយូហើយបើកច្រើន account ដែរឬអត់បងមឹងបានបដិសេធទៅវិញហើយតែខ្ញុំមើលទៅហាក់មិនដូចជាការសួរសំណួរធម្មតាទេ script ប្រហែលជាបែកធ្លាយហើយបងមឹងអ្នកក្រុមហ៊ុន Bayou នៅទីនោះនៅឡើយទេល្អជួយទប់គេទុកផងខ្ញុំនឹងទៅប្រមូលបញ្ជីកណេឲ្យបើខ្ញុំមិនត្រឡប់មកវិញយប់នេះចូលវាម៉ាស៊ីនចោលឲ្យអស់ដល់ hard disk យកទៅបោះចោលក្នុងទន្លេអ្នកឈួតហើយគេកំពុងរកអ្នកណាការភ័យខ្លាចមិនអាចដោះស្រាយបញ្ហាបានទេមានតែការប្រឈមទើបមានឱកាសអ្នកជានរណាអ្នកដែលអ្នកកំពុងរកពួកអ្នកតាមរកខ្ញុំព្រោះខ្ញុំប៉ះពាល់ផលប្រយោជន៍ពួកគេតែអ្នកគួរព្រួយបារម្ភថាហេតុអ្វីខ្ញុំអាចប៉ះពាល់វាបានមានជំរើសពីរទី1គឺបិទ account ខ្ញុំនឹងផ្លាស់ទៅលេងហ្គេមផ្សេងទី2គឺនាំខ្ញុំទៅជួបអ្នកដែលមានសិទ្ធិសម្រេចចិត្តខ្ញុំនឹងប្រាប់អ្នកថាធ្វើម៉េចហ្គេមឆាញ់យានលីឆឹងរស់ឡើងវិញបានលីនយ៉នឯងពិតជាមិនខ្លាចស្លាប់មែនជាសិស្សសរសេរ script មួយរូបហ៊ានតែម្នាក់ឯងដើរមកដល់ទីនេះឯងកុំគិតថាពួកយើងគ្មានវិធីដោះស្រាយជាមួយឯងឲ្យសោះទោះបីជាឥឡូវនេះមិនអាចបញ្ជូនឯងទៅគុកក៏ដោយក៏ខ្ញុំអាចបិទផ្លូវឯងមិនឲ្យឯងរកលុយបានសំបីមួយកាក់បិទផ្លូវខ្ញុំឯងប្រកាសទេបិទផ្លូវឯងពិបាកណាស់មែនទេឯងពិតជាគិតថាឯងជារបស់សំខាន់មែននេះជាកូដចន្លោះប្រហោងនៃហ្គេមសេនយូលីឆឹងប្រាវីអាចបង្កើនកាក់មាសបានមិនកំណត់ខ្ញុំបានដាក់ពង្រាយវានៅក្នុងសាកលវិទ្យាល័យចំនួន17ពីកន្លែងហើយដល់ម៉ោង12យប់នេះម៉ាស៊ីនមេរបស់អ្នកនឹងកាំងឯងឈួតហើយខ្ញុំឲ្យជំរើសពី1បិទផ្លូវខ្ញុំនោះយប់នេះខ្ញុំនឹងធ្វើឲ្យប្រព័ន្ធសេនយូលីឆឹងគង់ទាំងស្រុងពីឲ្យលុយសុទ្ធខ្ញុំ50,000ខ្ញុំនឹងជួសជុលចន្លោះប្រហោងនេះឲ្យហើយនាំមុខជំនួញធំឲ្យអ្នកសន្តិសុខខ្ញុំបាននិយាយនៅខាងក្រៅទ្វារអស់ហើយខ្ញុំចង់ស្ដាប់ពីមុខជំនួញធំរបស់ឯងលោកចាងក្មេងនេះគំរាមខ្ញុំលុយ50,000ដែលវារកតើលោកឲ្យវាទេលោកចាងកុំជឿវាស្ងាត់មាត់ចេញទៅរបស់ដែលឯងកាន់ក្នុងដៃតម្លៃដល់50,000ឬអត់ទុកសិនចុះពួកយើងនិយាយគ្នាពីរឿងមុខជំនួញធំរបស់ឯងសិនទៅអ្នកអាចប្រមូលមនុស្សបានច្រើនដល់ថ្នាក់នេះសមាជិកបង់ប្រាក់ជាង 8,000 នាក់ក្នុង17សាលាខ្ញុំអាចឲ្យពួកគេទិញផ្លែឈើ
ក៏អាចឲ្យពួកគេទាញយកហ្គេមបានដែរនិស្សិតជាក្រុមមនុស្សដែលមានការជួបជុំគ្នាច្រើនងាយស្រួលរស់នៅនិងចែកចាយព័ត៌មានរហ័សចំណងនៃការប្រើប្រាស់ខ្ពស់គ្រាន់តែទាញពួកគេចូលក្នុងបណ្ដាញតែមួយមិនថាពួកគេទិញអ្វីឬលេងអ្វីវានឹងផ្ទុះឡើងខ្លាំងគ្មាននិស្សិតណាដែលមិនលេងហ្គេមទេយកធនធានសាលាដែលខ្ញុំមានទៅរួមបញ្ចូលជាមួយហ្គេមសេនយូលីឆឹងធ្វើកម្មវិធីបញ្ចុះតម្លៃសមាជិកការប្រកួតក្នុងសាលាពួកអ្នកសាក់គិតមើលទៅថាអនាគតនឹងទៅជាយ៉ាងណាចូលមកធ្វើការក្នុងក្រុមហ៊ុនខ្ញុំនឹងឲ្យឯងដឹកនាំគម្រោងពិសេសមួយទទួលខុសត្រូវរឿងផ្សព្វផ្សាយក្នុងសាលាប្រាក់ខែ50,000ខ្ញុំមិនចូលធ្វើការទេហេតុអ្វីព្រោះអ្វីដែលខ្ញុំធ្វើកន្លងមកមិនមែនគ្រាន់តែផ្សព្វផ្សាយហ្គេមមួយនោះទេគឺប្រព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ពេញលេញក្នុងសាលាថ្ងៃនេះជួយអ្នកផ្សព្វផ្សាយសេនយូលីឆឹងថ្ងៃស្អែកដៃគូប្រកួតប្រជែងក៏អាចរកខ្ញុំបានដែរក្មេងមានចិត្តក្លាហានមានចក្ខុវិស័យមិនមើលតែផលប្រយោជន៍រយៈពេលខ្លីជាមនុស្សធ្វើការធំបានរឿង script ខ្ញុំនឹងមិនប្រកាន់ទេប៉ុន្តែមិនត្រូវចែកចាយទៀតហើយហាមលក់ក្នុងតម្លៃ50,000នោះចាំបាត់ទូលីធនធានសាលាបានសិនចាំលក់ចាំដល់ពេលធនធានក្នុងសាលាដំណើរការសិនចាំមកនិយាយជាមួយខ្ញុំឲ្យច្បាស់ណាលោកចាងលៀនយានខ្ញុំចង់ជួបផ្ទាល់យប់នេះទំនេរទេបើមានផ្ញើអាសយដ្ឋានមកខ្ញុំមកscript គ្រាន់តែជាជំហានដំបូងប៉ុណ្ណោះក្នុងសាលានេះហើយជាទីតាំងដែលខ្ញុំចង់គ្រប់គ្រងលក់ផ្លែឈើ 9.9 ហើយទាញមនុស្សចូលក្រុមឯងពូកែណាស់លីនយានមើលនេះសិនទៅអ្នកណាជាអ្នករាយការណ៍វាសំខាន់ដែរឬថ្ងៃនេះខ្ញុំមិនមែនមកជួយឯងទេខ្ញុំគ្រាន់តែចង់ដឹងច្បាស់ពីចំនួនរបស់ឯងថាតើវាគ្រាន់តែជាការចាប់អារម្មណ៍មួយពេលឬអាចផ្ទុះឡើងហើយខ្ញុំអាចពង្រីកវាបានមែនទេអញ្ចឹងបង្ហាញខ្ញុំមើលស្អែកម៉ោង 9ឯងអាចធ្វើអ្វីបានទៀតកុំមកបញ្ចុះបញ្ចូលខ្ញុំទៅបញ្ចុះបញ្ចូលអ្នកដែលអាចសម្រេចជោគវាសនាឯងបានទៅមិនជោគជ័យក៏បរាជ័យធ្ងន់ធ្ងរដែរការលក់ដូរតាមបណ្ដាញប្រើប្រាស់ទុនខុសច្បាប់សុវត្ថិភាពចំណីអាហាររើសមួយមកបញ្យល់មើលតាមពិតមិនមែនទាំង3នឹងទេនេះជាទិន្នន័យទាំងអស់ក្នុងរយៈពេល72ម៉ោងកន្លងមកចំនួនសមាជិកពី0ដល់2847នាក់ការបញ្ជាទិញកើនឡើងជាមធ្យម300ក្នុងមួយថ្ងៃគ្រប់ដណ្ដប់17អគារក្នុងចំណោម23អគារ67នៃអ្នកដែលទិញផ្លែឈើលើកដំបូងនឹងបញ្ជាទិញម្ដងទៀតក្នុង48ម៉ោងខ្ញុំមិនមែនគ្រាន់តែទិញមនុស្សទេខ្ញុំកំពុងកសាងបណ្ដាញផ្គត់ផ្គង់និងប្រើប្រាស់ដែលបម្រើដល់សាលាមានទិន្នន័យនិងគំនិតល្អមិនមែនមានន័យថាសាលានឹងទទួលខុសត្រូវឲ្យឯងទេលោកដឹងទេថាខ្ញុំអាចផ្ដល់ការងារក្រៅម៉ោងឲ្យសិស្សក្រីក្របានប៉ុន្មានការងារធម្មតា10យន្តក្នុង1ម៉ោងសិស្សអាហារូបករណ៍ពិសេស15យន្តឯងរៀបចំបានគ្រប់ជ្រុងជ្រោយណាស់អញ្ចឹងយកបញ្ជីឈ្មោះនិងការបែងចែកការងារមកពេលថ្ងៃប្រគល់លុយឲ្យខ្ញុំពេលរសៀលរៀបចំមនុស្សឲ្យរួចរាល់បាទថ្ងៃនេះបើគ្មានទិន្នន័យលោកជើធានហោនឹងមិនមើលឯងលើកទី2ទេប៉ុន្តែក៏កុំទាន់អាលអពេកគេលួចធ្វើរឿងនៅពីក្រោយខ្នងគេចង់កំចាត់ឯងចោលឯងទើបតែឈ្នះសមរភូមិទី1ប៉ុន្តែសង្គ្រាមពិតប្រាកដចាប់ផ្ដើមនៅថ្ងៃស្អែកត្រូវត្រៀមចិត្តទប់ទល់ជាមួយក្រុមប្រឹក្សាសិស្សទាំងមូលផងជុកដំបូងខ្ញុំនឹងធ្វើឲ្យលោកឃើញថាខ្ញុំមិនមែនគ្រាន់តែធ្វើឲ្យល្បីឈ្មោះទេខ្ញុំនឹងឈ្នះទៀតផងព្រឹកស្អែកខ្ញុំចង់ឲ្យតូបរបស់គេត្រូវរំលាយចោលទាំងអស់លេខ3អគារលេខ3និងលេខ5ទៅយកទំនិញហើយចុះហត្ថលេខាកុំឲ្យខ្វះម្នាក់ឲ្យសោះផ្លែឈើពីឡាននេះមិនមែនគ្រាន់តែលក់ដូរធម្មតាទេនេះគឺជាការធ្វើតេស្តការរៀបចំដំបូងគេពិតប្រាកដអស្ចារ្យណាស់តើនរណាអនុញ្ញាតឲ្យពួកអ្នកធ្វើបែបនេះឈ្គួតមែនទេពួកយើងកំពុងធ្វើការងាររកប្រាក់ថ្លៃសិក្សារកប្រាក់ថ្លៃសិក្សាអីឃើញច្បាស់ថាពួកឯងជាកម្មករផ្ទាល់ខ្លួនរបស់លីនយួនឈប់ភ្លាមរើសវាឡើងឯងប្រើឲ្យខ្ញុំរើសអីចឹងឬលីនយួនឯងនៅមិនទាន់ដឹងខ្លួនទេឯងជន់ទៅបើជន់ហើយខ្ញុំនឹងទូរស័ព្ទប្រាប់ចៅយួនហ្វាថាឯងបំផ្លាញទំនិញសាលាតើជន់ឬមិនជន់ចៅវីនហ្វាលីនយួនហ៊ានហៅគាត់មកពិតមែនឬបានឯងពិតជាខ្លាំងណាស់ទៅអគារលេខ5ទៅលីនយួនរឿងពួកយើងមិនទាន់ចប់ទេរហ័សឡើងគ្រប់អគារតាមឲ្យទាន់លីនយួនឯងធ្វើបែបនេះមិនខ្លាចថ្ងៃក្រោយពិបាករស់នៅក្នុងក្រុមនិស្សិតទេពិបាករស់គឺដោយសារផ្លូវដែលពួកគេដើរវាតូចចង្អៀតពេកចំណេញ 3,000 អ្នកធ្វើការម្នាក់បាន200កម្រិត17ពីអគារអត្រាអ្នកទិញបន្ត67ក្រុមនិស្សិតផ្ដល់អីឲ្យខ្ញុំក្រៅពីត្រួតពិនិត្យអនាម័យតើមានអ្វីទៀតនេះជាគម្រោងសាកល្បងរកប្រាក់ថ្លៃសិក្សាដែលចៅវីនហ្វាអនុម័តខ្ញុំជាអ្នកទទួលខុសត្រូវបើមិនធ្វើការជាមួយគ្នាទេក៏ត្រូវរើសកន្ត្រកទាំងនេះឲ្យស្អាតដែរនេះមិនមែនជាការឆ្លោះប្រកែកគ្នាទេតែជាការរៀបចំឡើងវិញនូវធនធាននិងអំណាចក្នុងសាលា
បន្តទៀតអាគារលេខ7តាមឲ្យតាន់កុំឲ្យឈប់បានបើក្នុងសាលាគ្រប់គ្រងឯងមិនបានអញ្ចឹងសាកប្រើវិធីក្រៅសាលាមើលអាឡូខ្ញុំផ្ទាល់ជួយតាមដានឡានផ្លែឈើ2គ្រឿងនោះឲ្យខ្ញុំផងលោកលីនតើលោកសរសេរស្អីហ្នឹងយើងលក់ផ្លែឈើទេតើចាំបាច់ដាក់ឈ្មោះបែបហ្នឹងធ្វើអីសិស្សសប្តាហ៍ថ្ងៃនេះឃើញតម្លៃ 9.9 ថ្ងៃក្រោយគេក៏ភ្លេចបាត់ទៅហើយតែបើគេចងចាំឈ្មោះមួយនេះបានថ្ងៃក្រោយឲ្យតែគេគិតចង់សន្សំលុយគេនឹងនឹកឃើញដល់វាភ្លាមតើលោកចង់មានន័យថាយើងមិនមែនលក់តែផ្លែឈើទេមែនទេត្រូវហើយថ្ងៃនេះលក់ផ្លែឈើថ្ងៃស្អែកលក់នំថ្ងៃក្រោយទៀតលក់របស់ប្រើប្រាស់ឲ្យតែឈ្មោះថាជូនឹងសឹងនេះចាក់ចូលក្នុងក្បាលគេហើយលក់អីក៏ដាច់ដែរនៅសល់ចេកទៀតទេអត់ទេបាត់ហើយថ្ងៃស្អែកក្នុងក្រុមជូនឹងសឹងនឹងមានដណ្ដើមទិញរបស់តម្លៃ 9.9 ដូចមិនសូវមិញក្រុមពេញឬនៅពេញហើយរកមើលក្រុមទី2ឈ្មោះជូនឹងសឹងទៅឈ្មោះនេះលោកគិតឃើញតាំងពីពេលណាកាលពីយប់មិញនេះយប់មិញតែមួយយប់ហ្នឹងអ្វីដែលសិស្សចង់បានមិនមែនត្រឹមតែថោកទេគឺអារម្មណ៍ដែលបានចំណេញហើយឈ្មោះនេះគឺជានុយដែលតាក់ទាញអារម្មណ៍បែបហ្នឹងលោកលីនលោកពិតជាខ្លាំងមែនឡាន2គ្រឿងថ្ងៃនេះមិនទាន់ដឹងថាចំណេញឬអត់ផងគ្រាន់តែឃើញនំគ្នាមានញឹកហត់ដាច់ខ្យល់បែបនេះក៏មិនស្រួលប៉ុន្មានទេថ្ងៃនេះមិនមែនធ្វើដើម្បីរកប្រាក់ចំណេញទេចុះដើម្បីអីដើម្បីឲ្យគេចាំឈ្មោះការចាំហាងនៅមាត់ទ្វារសាលាមិនសំខាន់ទេការចាំថាថ្ងៃនេះផ្លែឈើណាលក់ថោកក៏មិនសំខាន់ដែរសំខាន់គឺថ្ងៃក្រោយឲ្យតែគេចង់សន្សំលុយគេនឹងនឹកឃើញដល់ជូនឹងសឹងមុនគេលោកម្នាក់នេះធ្វើការមានផែនការច្បាស់លាស់ណាស់មិនមែនរកស៊ីតែថ្ងៃនេះទេគឺកំពុងដណ្ដើមយកថ្ងៃអនាគតចុះឈ្មោះសមាជិកនិងចុះឈ្មោះអ្នកធ្វើការក្រៅម៉ោងការដឹកជញ្ជូនតាមអគារការខូចខាតនិងការដូរទំនិញគ្រប់យ៉ាងគឺធ្វើបានពេញលេញជាងម្សិលមិញនេះទើបតែបានមួយថ្ងៃប៉ុណ្ណោះប៉ុន្តែឃើញអ្វីបានច្រើនណាស់យ៉ាងហោចណាស់ក៏ដឹងថាសិស្សសុខចិត្តទិញហើយក៏សុខចិត្តរងចាំដែរចុះជំហានបន្ទាប់របស់លោកគឺពង្រីកមែនទេធ្វើឲ្យស្ថិរភាពក្នុងសាលាឲ្យបានសិនសឹមពង្រីកទៅពេញតំបន់សាកលវិទ្យាល័យយកទៅប្រើសិនទៅកុំធ្វើឲ្យខូចការងារឲ្យសោះមិនខូចទេលោកប្រកាសចិត្តម្លេះថាឈ្មោះនេះនឹងមានអ្នកចាំប្រកាសណាស់ព្រោះអ្វីដែលគេទិញថ្ងៃនេះគឺផ្លែឈើតែថ្ងៃស្អែកប្រហែលជាមិនមែនមានតែផ្លែឈើនោះទេលោកលីនបានសម្រេចមែនទេមកហើយកែមានភាគហ៊ុនហើយតែយើងទៅមានទុកប៉ុន្មានទៅសោះមិនមែនគួរតែរកអ្នកដឹកជញ្ជូនមុនទេអីអ្នកដឹកជញ្ជូនចាំបន្តិចក៏បានឥឡូវខ្ញុំត្រូវការអ្នកដែលអាចជួយគ្រប់គ្រងបានឯងនៅត្រូវរៀនច្រើនណាស់ចាប់ពីថ្ងៃនេះទៅឯងមិនមែនជាប្អូនធំខ្ញុំទេតែជាបុគ្គលិកដំបូងរបស់ខ្ញុំយល់ហើយឯងគិតចង់ធ្វើរឿងនេះជាក្រុមហ៊ុនពិតមែនហ៎មែនបើមិនបង្កើតក្រុមហ៊ុនរឿងជាច្រើននឹងធ្វើមិនកើតទាំងការជ្រើសរើសបុគ្គលិកការចុះកិច្ចសន្យានិងការចរចាជាមួយដៃគូសាលាមិនអាចធានាឲ្យក្រុមហ៊ុនឯងផ្ទាល់បានទេតែខ្ញុំអាចជួយឲ្យឯងប្រើអាសយដ្ឋាននេះសិនចាំឯងធ្វើឲ្យរឹងមាំហើយចាំបង្កើតក្រុមហ៊ុនដល់ពេលនោះវាមិនមែនជារឿងលេងសើចរបស់សិស្សទៀតទេបើធ្វើបរាជ័យគឺគ្មានផ្លូវថយក្រោយទៀតទេខ្ញុំដឹងហើយលោកគ្រូជើ3ខែទៀតខ្ញុំនឹងធ្វើឲ្យជូនឹងសឹងលេចមុខពេញទីក្រុងសាកលវិទ្យាល័យទាំងមូលសួស្តីពួកអ្នកមកដើម្បីជ្រើសរើសថ្នាក់គ្រប់គ្រងមែនទេលោកលីនមែនទេអ្នកដែលមិនទាន់រៀនចប់សោះតែចង់ជ្រើសរើសថ្នាក់គ្រប់គ្រងដូចអ្នកនេះជាលើកទី1ហើយដែលខ្ញុំឃើញបាននិយាយឲ្យត្រង់ទៅក្រុមហ៊ុនបោកប្រាស់ជាច្រើនគឺវិចខ្ចប់ខ្លួនឯងបែបនេះឯងក្រុមហ៊ុនអ្នកមានបុគ្គលិកប៉ុន្មានអ្នកហើយថៅកែក៏ជានិស្សិតតើមានអ្នកណាជឿឯកសារទី1ជាលិខិតអនុញ្ញាតក្រុមហ៊ុនទី2ជាចំណូលចំណាយគម្រោងទីក្រុងសាកលវិទ្យាល័យទី3ជាចំនួនសមាជិកចំនួនការបញ្ជីទិញនិងទិន្នន័យដឹកជញ្ជូនឯកសារទី4ជាឯកសារការងារក្រៅម៉ោងក្នុងសាលានិងការគ្រប់គ្រងពីសាលាតើអ្នកថាអ្នកណាដែលមិនជឿការងារនៅទីក្រុងសាកលវិទ្យាល័យនេះខ្ញុំជាអ្នករកការដោយខ្លួនឯងសមាជិកការបញ្ជីទិញការងារក្រៅម៉ោងនិងទីតាំងក្នុងសាលាគឺសុទ្ធតែជាការពិតអ្នកគិតថានិស្សិតមិនអាចបើកក្រុមហ៊ុនបានព្រោះអ្នកឃើញពិភពលោកតិចពេកអ្នកគិតថាវាគ្មានទំនុកចិត្តព្រោះអ្នកមើលឃើញតែចិត្តអ្វីដែលខ្ញុំត្រូវការគឺអ្នកដែលអាចរីកចម្រើនជាមួយក្រុមហ៊ុនមិនមែនមនុស្សដែលឃើញថៅកែនៅក្មេងក៏ចេះតែធ្វើចាស់ធ្វើការនោះទេតម្រូវការជ្រើសរើសបុគ្គលិករបស់អ្នកខ្ញុំនឹងចុះឈ្មោះហើយក៏នឹងដាក់ប្រកាសតាមតម្រូវការរបស់អ្នកដែរអញ្ចឹងបានត្រូវធ្វើចំនួនកុំទាន់ឲ្យចេះតែបង្រៀនអ្នកដទៃឲ្យចេះរស់នៅបងយន្តថ្ងៃនេះពិតជាអស្ចារ្យមែនមនុស្សដូចអ្នកគ្រប់គ្រងលីវតែមកគេរួចក៏អាចនិយាយបានថ្ងៃស្អែកខ្ញុំត្រូវជួបអ្នកដែលអាចជួយឲ្យមូលដ្ឋានខ្ញុំរឹងមាំបានអ្នកបន្ទាប់ឈិនជីវឹងប្រធានផ្នែកតាក់ទាញវិនិយោគ
អ្នកគឺជាថៅកែមែនទេអង្គុយចុះធ្លាប់ធ្វើជាប្រធានផ្នែកតាក់ទាញវិនិយោគប្រចាំតំបន់មានបណ្ដាញអាជីវករនៅក្នុងដៃសមត្ថភាពគឺមិនធម្មតាទេនិយាយតាមត្រង់ឃើញការិយាល័យរបស់ពួកអ្នកហើយខ្ញុំស្ទើរតែមិនចង់ចូលមកទេតែឃើញការផ្សាយពាណិជ្ជកម្មជ្រើសរើសបុគ្គលិករបស់ពួកអ្នកសរសេរធំពេកក៏ចង់មកមើលថាតើជានរណាដែលហ៊ានអួតម្លេះចុះពេលនេះឃើញហើយមានអារម្មណ៍យ៉ាងណាដែរគម្រោងរបស់អ្នកដើរខុសទីទៅហើយធ្វើជំនួញគឺត្រូវពឹងលើហាងផ្ទាល់ចុះមូលដ្ឋានទៅរត់តាមហាងដើម្បីបើកបណ្ដាញឲ្យអ្នកបែរជាទៅធ្វើក្រុមសមាជិកឬវេទិកាអ្វីទាំងនេះការផ្សព្វផ្សាយតាមអ៊ីនធឺណិតមើលទៅហាក់ដូចជាក្រឹកក្រែងតែតាមពិតគឺមិនរឹងមាំទេការលក់របស់តាមអនឡាញអតិថិជនមិនជឿជាក់ឡើយរូបថតមិនដូចនឹងអាហារជាក់ស្ដែងពិបាកនឹងបដូរវិញណាដឹកជញ្ជូនយឺតការបញ្ជូននឹងញញៃបញ្ហាការលក់ចេញមានរឿងឆ្លោះប្រកែកគ្នាសម័យនេះតើមានអ្នកណាចេះទម្លាប់ទិញតាមអនឡាញមែនទេទៅមនុស្សភាគច្រើននៅតែត្រូវទៅមើលនៅហាងផ្ទាល់បានឃើញបានប៉ះទើបមានទំនុកចិត្តអ្នកនៅក្មេងមានភាពស្វាហាប់ខ្ញុំយល់តែជំនួយមិនមែនពឹងលើការស្រមើស្រមៃទេបើអ្នកចង់បង្កើតក្រុមហ៊ុនឲ្យជោគជ័យមែនត្រូវតែធ្វើតាមក្បួនចាស់រកទីតាំងហាងពង្រីកបណ្ដាញបង្កើតក្រុមចុះមូលដ្ឋានរត់តាមទីផ្សារឲ្យត្រង់ទៅកុំគិតតែពីរឿងផ្សារអនឡាញអីវាជារឿងមិនជាក់ស្ដែងអ្នកមានសមត្ថភាពល្អហើយក៏ពិតជាមានធនធានមែនតែអ្នកកំពុងរស់នៅក្នុងសម័យកាលចាស់អ្នកកំពុងនិយាយរឿងដឹកជញ្ជូនអ្វីអ្នកថាការទិញទំនិញអនឡាញមិនទាន់ទុំជុំមែនទេបាទឥឡូវវាមិនទាន់ទុំជុំមែនតែអ្នកគិតថាវានឹងមិនទុំជុំរហូតមែនទេមិនដល់3ឆ្នាំផងការទូទាត់ប្រាក់នឹងកាន់តែពេញនិយមទិញមុនសង្ក្រោយវេទិកាជាអ្នកទុកចិត្តពេលទទួលទំនិញទៅផ្ទេរប្រាក់ឲ្យអ្នកលក់បញ្ហាទំនុកចិត្តនឹងត្រូវដោះស្រាយឥឡូវការដឹកជញ្ជូនយឺតរញ៉េញ៉ៃតែឆាប់នេះនឹងមានកន្លែងផ្ញើនិងទទួលទំនិញគ្រប់ទីកន្លែងវានឹងរីកដុះដាលនៅតាមសហគមន៍សាលារៀនអគារការិយាល័យទំនិញនឹងលែងបាត់ហើយការទទួលទំនិញក៏លែងពឹងលើសំណាងដែរអ្នកបារម្ភថាទំនិញមិនដូចការផ្សាយថ្ងៃក្រោយវេទិកានឹងមានការវិតម្លៃរួមនិងវិធានការដូរទំនិញបើអ្នកលក់មិនល្អអ្នកប្រើប្រាស់នឹងរិះគន់រហូតដល់មិនហ៊ានលក់តែបើលក់ដាច់ការគ្រប់គ្រងនឹងកាន់តែខ្លាំងហាងផ្ទាល់នឹងមិនស្លាប់ភ្លាមទេតែអ្នកចាំពាក្យខ្ញុំថ្ងៃនេះចុះមិនដល់3ឆ្នាំផងពាណិជ្ជកម្មដើមអនឡាញនឹងដណ្ដើមយកផ្នែកធំពីពាណិជ្ជកម្មបែបបុរាណពាណិជ្ជកម្មដើមប្រព័ន្ធអេឡិចត្រូនិករបស់អ្នកនឹងធ្វើឲ្យការលក់ទុកមុនតាមបែបប្រពៃណីខូចខាតអស់រឿងហួសចិត្តមនុស្សដូចអ្នកនេះគំនិតហោះហើរពេកហើយថ្ងៃណាដែលទីផ្សារបង្រៀនមេរៀនដល់អ្នកទើបអ្នកដឹងថាអ្វីទៅជាការដើរដោយជើងផ្ទាល់ដីអាមួយនេះសម្ដែងពេកហើយសមត្ថភាពខ្លាំងមិនមែនមានន័យថាគិតវែងឆ្ងាយទេអ្វីដែលខ្ញុំត្រូវការគឺអ្នកដែលទៅមុខជាមួយគ្នាមិនមែនអ្នកដែលទាញក្រុមហ៊ុនឲ្យថយក្រោយទេម្នាក់ទៀតអ្វីដែលសំខាន់បំផុតសម្រាប់សាកលវិទ្យាល័យពេលនេះមិនមែនការរៀបចំប្រព័ន្ធទេគឺការដណ្ដើមល្បឿនចង់បើកប៉ុន្មានកន្លែងក៏បើកទៅអាចពង្រីកដល់ប៉ុន្មានសាលាក៏ពង្រីកទៅឲ្យតែអាចដណ្ដើមទីផ្សារបានមុនសិនចំណែកប្រព័ន្ធគ្រប់គ្រងឬប័ណ្ណបញ្ញត្តិនានាអាចកែសម្រួលបាននៅពេលក្រោយនេះមិនមែនជាការរីកចម្រើនទេនេះអ្នកកំពុងរកទីបញ្ចប់ឲ្យខ្លួនឯងបើមិនហ៊ានប្រថុយកុំចាប់ផ្ដើមធ្វើជំនួញទីផ្សារគឺត្រូវដណ្ដើមយកមិនមែនរងចាំឲ្យគេឲ្យនោះទេបើថ្ងៃនេះអ្នកបើក3សាលាបន្ថែមតើអ្នកណាជាអ្នកទទួលខុសត្រូវរឿងដឹកជញ្ជូននិងអ្នកណាខាតបើមិនដឹងថាអ្នកណាជាអ្នកបើកប្រាក់ឈ្នួលឲ្យសិស្សក្រៅម៉ោងទេរឹតតែធ្វើលឿនក៏កាន់តែឆាប់បរាជ័យលោកលីនទាំងពីរអ្នកនេះមិនធម្មតាទេកៅយួនធ្លាប់ធ្វើបណ្ដាញលក់ដុំនិងដឹកនាំក្រុមទីផ្សារផ្ទាល់ទោះចិត្តក្តៅបន្តិចមែនតែគេជាមនុស្សធ្វើការបានចំណែក incoming បទពិសោធន៍មិនច្រើនដូចកៅយួនតែគេជំនាញខាងរៀបចំនិងគ្រប់គ្រងមើលទៅមិនសូវជាហ៊ានប្រថុយខ្លាំងតែការនិយាយស្ដីនិងការងារគឺមានស្ថិរភាពលោកលីនខ្ញុំសូមនិយាយមួយម៉ាត់បញ្ហាចម្បងរបស់អ្នកពេលនេះមិនមែនខ្វះមនុស្សទេគឺខ្វះមេតបដែលអាចជួយអ្នកដណ្ដើមទីផ្សារបានពិតប្រាកដបញ្ហាធំបំផុតរបស់ក្រុមមិនមែនដោយសារតែរត់មិនលឿនទេតែគឺពេលរត់ទៅហើយមិនអាចគ្រប់គ្រងស្ថានភាពបានខ្ញុំសួរអ្នកទាំងពីរមួយសំណួរបើឲ្យអ្នកទាំងពីរគ្រប់គ្រងក្នុងរយៈពេល3ខែតើត្រូវធ្វើដូចម្តេចដើម្បីពង្រីកពីសាលាមួយទៅគ្រប់សាកលវិទ្យាល័យទាំងអស់ជំហានដំបូងរបស់អ្នកគឺអ្វីត្រូវដោះស្រាយអ្វីមុនត្រូវចុះកិច្ចសន្យាជាមួយហាងលក់ផ្លែឈើហាងលក់ទំនិញអស្ថដ្ឋានហាងភេសជ្ជៈនិងហាងថតឯកសារឲ្យអស់អ្នកណាដែលគ្រប់គ្រងហាងលក់ដូរបានមុនអ្នកនោះនឹងគ្រប់គ្រងទីផ្សារសាកលវិទ្យាល័យបានមុនបន្ទាប់មកទើបប្រើក្រុមទីផ្សារចែកខិតបាននឹងធ្វើសង្គ្រាមតម្លៃដើម្បីកំទេចគូប្រកួតចោលខ្ញុំមិនទាន់ប៉ះហាងលក់ដូរទេខ្ញុំត្រូវដោះស្រាយរឿងមនុស្សនិងកាន់នីសិននេះគឺជាជំងឺធម្មតានៅក្នុងការិយាល័យមិនទាន់ដណ្ដើមបានទីផ្សារផងចេះតែគិតរឿងកណ្ណីបញ្ហារបស់ក្រុមហ៊ុនជូនឹងសឹងមិនមែនមកពីគ្មានអ្នកស្គាល់ទេគឺស្គាល់ហើយតើអ្នកអាចធានាការចែកចាយបានទេសិស្សកំងថ្ងៃនេះស្អែកអត់បានជើងខ្លាំងរត់ការថ្ងៃនេះស្អែកកញ្ញាប្រាក់ខែមិនចេញអាជីវករសហការថ្ងៃនេះខាន់ស្អែករកឃើញថាការទូទាត់រញ៉េញ៉ៃអស់បើកាត់ឡើងម្ដងគឺខាត់គេឈ្មោះអស់ហើយលក្ខខណ្ឌនៃការរីកចម្រើនពិតប្រាកដមិនមែនចេះតែសម្រុកនោះទេគឺពេលអ្នកសម្រុកចេញទៅ10ជំហានតើជំហានក្រោយអាចតាមទាន់ដែរឬទេអ្នកនិយាយស្រួលណាស់តែរងចាំអ្នករៀបចំប្រព័ន្ធរួចទីផ្សារប្រកាសជាគេដណ្ដើមយកអស់បាត់ទៅហើយអ្នកពូកែខាងវីលុក
ហើយក៏ចេះវិធីដណ្ដើមទីផ្សារដែលអ្នកមើលឃើញឆ្ងាយជាងគេប៉ុន្តែអ្នកក៏ខ្វះភាពក្លាហានក្នុងការសម្របដែរអ្នកទាំងពីរខ្ញុំសុទ្ធតែទទួលស្គាល់ប៉ុន្តែជូនឹងសឹងអាចទុកបានតែម្នាក់ប៉ុណ្ណោះស្អែកម៉ោង 9 ព្រឹកខ្ញុំនឹងប្រាប់លទ្ធផលដល់អ្នកទាំងពីរឥឡូវមិនទាន់សម្រេចបានទេខ្ញុំមិនមែនជ្រើសរើសគ្រាន់តែយកតំណែងមួយទេគឺជ្រើសអ្នកដែលអាចរែកពុនក្រុមហ៊ុននេះទៅថ្ងៃមុខមួយយប់នេះគ្រប់គ្រាន់សម្រាប់ខ្ញុំគិតឲ្យច្បាស់ខ្ញុំគិតពេញមួយយប់ហើយសម្រេចចិត្តហើយកៅយ័នអ្នកមានធនធានអាជីវករក្នុងដៃហើយក៏យល់ពីវិធីគ្រប់គ្រងទីផ្សារបើជូនឹងសឹងគ្រាន់តែជាកន្លែងលក់ដូរឬខ្ញុំចង់តែបង្កើនកេរ្តិ៍ឈ្មោះក្នុងពេលខ្លីខ្ញុំនឹងជ្រើសរើសអ្នកប៉ុន្តែអ្វីដែលជូនឹងសឹងខ្វះបំផុតមិនមែនអ្នកចេះតែសម្រុកទេគឺអ្នកដែលអាចគ្រប់គ្រងការសម្រុកនេះបានដូច្នេះខ្ញុំជ្រើសរើសយ៉ានខឺមីងអ្នកនិយាយថានរណាយ៉ានខឺមីងអ្នកដឹងទេថាអ្នកកំពុងបោះបង់អ្វីដែលខ្ញុំអាចផ្ដល់ឲ្យគឺបណ្ដាញអាជីវករនិងក្រុមការងារដែលក្រុមហ៊ុនអ្នកកំពុងខ្វះបំផុតគឺមនុស្សដូចខ្ញុំដែលអាចធ្វើការលំបាកក្នុងទីផ្សារបានដូចដែលខ្ញុំបាននិយាយអ្នកស័ក្តិសមនឹងការវិលប់យកទីផ្សារតែពេលនេះខ្ញុំត្រូវការអ្នកដែលអាចគ្រប់គ្រងទីផ្សារបានការដណ្ដើមទីផ្សារត្រូវពឹងលើភាពខ្លាំងការរស់បានត្រូវពឹងលើភាពនឹងណក្រុមហ៊ុននេះត្រូវការបែបក្រោយឈប់ធ្វើពុតទៅរងចាំអ្នករៀបចំប្រព័ន្ធនីតិវិធីនិងហិរញ្ញវត្ថុរួចរាល់ទីផ្សារគេយកអស់ហើយប្រសើរជាងការដណ្ដើមបានទីផ្សារដែលខូចខាតហើយឲ្យអ្នកដទៃមកតាមដោះស្រាយឲ្យបានអ្នកទាំងពីរធ្វើសុបិនបន្តទៀតទៅថ្ងៃនេះអ្នកមើលងាយខ្ញុំចាំទុកហើយតែត្រូវចាំទុកឲ្យច្បាស់ថ្ងៃណាមួយខ្ញុំនឹងធ្វើឲ្យអ្នកលុតជង្គង់សុំទោសខ្ញុំអាមួយនេះវាខ្លាំងម្លេះស្វាគមន៍មកកាន់ក្រុមយើងចាប់ពីពេលនេះទៅជូនឹងសឹងមិនមែនជាបន្ទុករបស់អ្នកម្នាក់ឯងទេខ្ញុំនឹងគ្រប់គ្រងវាជាក្រុមហ៊ុនមួយទីបំផុតខ្ញុំមិនមែនរែកពុនតែម្នាក់ឯងទៀតហើយជំហានបន្ទាប់គឺត្រូវទៅចរចាជាមួយដៃគូធំជាងនេះអាចធ្វើទៅបានបើពិតជាដណ្ដើមបានតំបន់សាកលវិទ្យាល័យនេះនឹងអាចពង្រីកទីផ្សារបានទាំងស្រុងរឿងដែលពិបាកបំផុតសម្រាប់ក្រុមនិស្សិតមិនមែនមកពីមនុស្សច្រើនទេគឺមកពីពួកគេនៅរីប៉ៃតែអ្នកបានជួយប្រមូលពួកគេមកដាក់ក្នុងដៃពួកយើងរួចហើយលីងយាងខ្ញុំដឹងពីមុនមកថាអ្នកមានស្នាដៃតែខ្ញុំមិននឹកស្មានថាអ្នកពង្រីកបណ្ដាញនៅតំបន់សាកលវិទ្យាល័យបានដល់ថ្នាក់នេះសោះបើតាមអ្នកនិយាយបញ្ចូលហ្គេមសិនយួនលីឆឹងទៅក្នុងបណ្ដាញនិស្សិតនេះទាំងកញ្ចប់អ្នកថ្មីការប្រកួតក្នុងសាលានិងការផ្សព្វផ្សាយផ្សេងតួលេខនឹងល្អខ្លាំងណាស់មិនត្រឹមតែល្អទេនេះគឺជាអ្នកប្រើប្រាស់ពិតប្រាកដដែលប្រើបានភ្លាមពួកយើងមិនចាំបាច់បង្រៀនទីផ្សារពីដើមទីទេយល់ព្រមអញ្ចឹងគុំនិយាយវៀងវៃអីចង់សហការបែបណានិយាយលក្ខខណ្ឌរបស់អ្នកមកលក្ខខណ្ឌគឺសាមញ្ញណាស់ខ្ញុំសូមសិទ្ធិជាតំណាងនៅតំបន់សាកលវិទ្យាល័យចុះតម្លៃសិទ្ធិធ្វើតំណាងខ្ញុំមិនឲ្យមួយរៀលឡើយតើអ្នកនិយាយលេងមែនទេគុំសង្ឃឹមថានឹងបានថ្លៃសិទ្ធិទូទាត់អ្វីឡើយចង់បានសិទ្ធិជាតំណាងទៀតហេះលីនយានអ្នកកំពុងចរចាឬកំពុងតែដេកសុបិនថ្ងៃខ្ញុំយល់ច្បាស់ហើយទាំងធនធានសាកលវិទ្យាល័យទាំងបណ្ដាញនិស្សិតអ្វីដែលអ្នកធ្វើគឺមានតែឈ្មោះឯកូនក្មេងមិនទាន់ទាំងដោះរោមផងគិតថាខ្លួនឯងអស្ចារ្យណាស់មែនទេដឹងទេថាមានក្រុមហ៊ុនប៉ុន្មានដែលតម្រង់ជួបគ្នាដើម្បីយកលុយទៅជូន8ហ៎អ្នកគ្រាន់តែជាអ្វីទៅក្នុងភ្នែកពួកអ្នកមានតែលុយអ្វីដែលខ្ញុំផ្ដល់ឲ្យពួកអ្នកគឺជ្រកចូលតំបន់សាកលវិទ្យាល័យថ្ងៃនេះពួកអ្នកអាចយកលុយបានម្ដងតែសម្រាប់ទីផ្សារនិស្សិតពួកអ្នកទៅចុះដោយខ្លួនឯងទៅពេលខែក៏ប្រហែលជាមិនស្គាល់ផ្លូវដែរនិយាយផ្ដេសផ្ដាសគ្រាន់តែតំបន់សាកលវិទ្យាល័យមួយសោះអ្នកគិតថាខ្លួនឯងកាន់អណ្ដូងមាសមែនទេសម្រាប់អ្នកវាគ្រាន់តែជាតំបន់សាកលវិទ្យាល័យមួយសម្រាប់ខ្ញុំគឺមាននិស្សិតរាប់ម៉ឺនអ្នកដែលរស់នៅជុំគ្នាមានឥទ្ធិពលតាមគ្នាខ្លាំងពួកអ្នកមើលមិនឃើញមិនមែនមានន័យថាវាមិនមានតម្លៃទេលោកចាងអ្នកប្រភេទនេះមិនអាចនិយាយជាមួយបានទេមែនហើយនិយាយមកយូរហើយខាត់ពេលខ្ញុំណាស់អ្នកហ៊ានជាងខ្ញុំគិតទៅទៀតតែអ្វីដែលមិនប្រកបប្រជាខ្ញុំមិនមកជួបអ្នកទេយល់ព្រមថ្លៃតំណាងថ្លៃកម្រៃជើងសារទុកសិនចុះតែអ្នកត្រូវតែយកលទ្ធផលមកឲ្យខ្ញុំក្នុងរយៈពេល3ខែត្រូវបង្កើនចំនួនអ្នកចុះឈ្មោះថ្មីនៅតាមសាកលវិទ្យាល័យឲ្យបានទី2ពង្រីកសមាគមនិស្សិតឲ្យមានសកម្មភាពទី3ធ្វើឲ្យអ្នកលេងចង់បញ្ចូលលុយដើម្បីឲ្យខ្ញុំអាចនិយាយបាននៅមុខក្រុមប្រឹក្សាភិបាលបើធ្វើមិនបានអ្វីដែលអ្នកនិយាយថ្ងៃនេះគឺជារឿងកំប្លែងហើយពេលនោះខ្ញុំនឹងគិតគូររឿងកណនីចាស់ថ្មីជាមួយអ្នកឲ្យអស់គ្មានបញ្ហា3ខែអ្នកកុំធ្វើឲ្យខ្ញុំខកចិត្តឲ្យសោះបានការហើយមើលទៅអ្នកបានចុះកិច្ចសន្យាឈាមហើយចុះយើងត្រូវផ្សព្វផ្សាយបែបណាចែកកាដូនៅតាមបន្ទប់ឬបន្តបង្ហោះក្នុងវេទិកាការផ្សព្វផ្សាយធម្មតាគ្មានប្រសិទ្ធភាពទេត្រូវមានអ្នកជួយយើងផ្សព្វផ្សាយរឿងនេះនៅក្នុងសាលាអូចុះយើងផ្សព្វបែបការផ្សាយ
លីនយួនអ្នកឈួតមែនទេមិនមែនប្រាប់ថាឲ្យរងចាំនៅបណ្ណាល័យទេអីមកចូលនៅមុខអន្តេវាសិកដ្ឋាននារីធ្វើអ្វីខ្ញុំរងចាំមិនបានទេខ្ញុំចង់ឲ្យសមាគមនិស្សិតជួយផ្សព្វផ្សាយហ្គេម ABS នៃរបស់ខ្ញុំអ្នកនិយាយអ្វីខ្ញុំត្រូវការឲ្យសមាគមនិស្សិតចេញមុខជួយផ្សព្វផ្សាយហ្គេមទាំងការបិទផ្ទាំងផ្សាយការចុះឈ្មោះនិងសមាគមគួរតែចាប់ផ្ដើមពីខាងអ្នកលីនយួនអ្នកឈួតទៅហើយការលេងហ្គេមជារឿងធម្មតាសម្រាប់និស្សិតប៉ុន្តែវាមិនមានន័យថាយើងអាចគ្រប់គ្រងការលេងហ្គេមក្នុងសាលាដោយចំនួនទេនេះជាកន្លែងសម្រាប់អប់រំមនុស្សសមាគមនិស្សិតមានតួនាទីអ្វីអ្នកឲ្យខ្ញុំទៅផ្សព្វផ្សាយហ្គេមចំនួនអ្នកហេតុអ្វីឆ្លោះគ្នាបែកគ្នាមែនទេព្រោះតែអ្នកដទៃគិតថាវាមិនអាចទៅរួចទើបពេលយើងធ្វើបានវាទើបមានតម្លៃអ្នកធ្វើអ្វីហ្នឹងមិនមានអ្វីទេគ្រាន់តែចង់ឲ្យអ្នកមកជួយខ្ញុំដុតកម្ដៅសាកលវិទ្យាល័យទាំងមូលនេះអ្នកជួយខ្ញុំបញ្ចុះបញ្ចូលសមាគមនិស្សិតឲ្យពួកគេចេញមុខប្រើស្លាកយីហោរបស់សមាគមដើម្បីធ្វើសកម្មភាពផ្ដល់អាទិភាពឲ្យនិស្សិតក្រីក៏ធ្វើការក្រៅម៉ោងដើម្បីផ្សព្វផ្សាយលីនយួនអ្នកឈួតមែនទេបាទលីនយួនអ្នកឈួតទៅហើយមែនទេនេះជាសាលារៀនមិនមែនហាងអ៊ីនធឺណិតឬផ្សារឡើយអ្នកឲ្យខ្ញុំដឹកនាំផ្សព្វផ្សាយហ្គេមក្នុងសាលាខ្ញុំមិនបានឲ្យពួកអ្នកលើកឧដាហរណ៍គេមកលេងហ្គេមទេខ្ញុំគ្រាន់តែឲ្យពួកអ្នករៀបចំកម្មវិធីនេះក្នុងនាមជាការងារនិស្សិតក្រីក៏ប៉ុណ្ណោះកុំមកបន្លំគំនិតអីទោះរៀបចំស្អាតយ៉ាងណាក៏ខ្លឹមសារវាដែលអ្នកគ្រាន់តែចង់យកហ្គេមចូលសាលាចុះបើអ្នកមើលក្នុងមុំមួយទៀតទៅសិស្សក្រីក្រមានការងារធ្វើសហជីពសិស្សក៏មានគម្រោងសាលានឹងឃើញពីការគ្រប់គ្រងមិនមែនគ្រាន់តែលេងហ្គេមទេពួកគេរំភើបម្លេះអ្នកកំពុងនិយាយពីអីដំបូងខ្ញុំស្មានថាគេសារភាពស្នេហ៍កុំសង្ឃឹមឲ្យសោះបើអ្នកមិនឆ្លើយតបខ្ញុំទេយប់នេះខ្ញុំមិនទៅណាឡើយយ៉ាងម៉េចហើយសារភាពស្នេហ៍មែនទេព្រះឲ្យគេមកអង្គុយចាំនៅក្រោមអគារមែនទេអូយមិនមែនដូចពួកអ្នកគិតទេចុះគេរកអ្នកធ្វើអីសៀវយូគេមិនមែនគិតឈរនៅទីនោះពេញមួយយប់មែនទេគេមិនទាន់ទៅមែនមានរឿងអីកើតឡើងហ្នឹងគេគ្រាន់តែជាមនុស្សឈួតកុំខ្វល់ពីគេអីសិស្សសាលាឈប់បានហើយយប់ជ្រៅហើយគុំនៅក្រោមអគារស្នាក់នៅនិស្សិតស្រីយូពេកលោកគ្រូខ្ញុំមិនបានបង្កបញ្ហាទេខ្ញុំគ្រាន់តែរងចាំចម្លើយគេរឿងនេះសំខាន់ណាស់អ្នកក៏មិនអាចឈរចាំពេញមួយយប់បែបនេះដែរគេមិនឆ្លើយខ្ញុំមិនទៅណាទេសូម្បីតែគ្រូគ្រប់គ្រងអគារស្នាក់នៅក៏ហាមមិនបានដែរអាទិត្យលើសលប់ពេកហើយនៅទីនោះទេលីងយានអ្នកមានបញ្ហាមែនទេដឹងទេថាទីនេះជាអគារនិស្សិតស្រីអ្នកមកឈរយប់ស្ងាត់បែបនេះគេកំពុងមើលមកខ្ញុំយ៉ាងម៉េចខ្ញុំគ្រាន់តែចង់សួរអ្នកមួយម៉ាត់ថាស្អែកអ្នកនៅហ៊ានសួរទេអ្នកបោះសម្ដីឈួតទាំងនោះមកឲ្យខ្ញុំរួចងាកមកឈរចាំនៅក្រោមអគារស្នាក់នៅស្រីដើម្បីស្ទាក់ផ្លូវខ្ញុំលីងយានអ្នកមិនខ្មាស់ហ៊ានទេខ្ញុំមិនបានចង់បង្ខំអ្នកទេនេះហើយដែលហៅថាការបង្ខំខ្ញុំឥឡូវនេះអ្នកកំពុងបង្ខំខ្ញុំឲ្យយកសារភាពនិស្សិតមកជួយផ្សព្វផ្សាយហ្គេមក្រោមលេខជួយការងារក្រៅម៉ោងឲ្យនិស្សិតក្រីក្រអ្នកគិតថាសម្ដីរបស់អ្នកស្ដាប់ទៅពីរោះណាស់មែនទេតែអ្នកធ្លាប់គិតទេថាបើខ្ញុំហ៊ានបើកមាត់សុំគេតើអ្នកអតីនឹងមើលមកខ្ញុំយ៉ាងណាហើយសាលានឹងមើលមកខ្ញុំយ៉ាងណាខ្ញុំគ្រាន់តែខ្លាចរឿងនេះវាហួសព្រំដែនអ្នកខ្លាចហួសព្រំដែនហើយក៏អាចធ្វើបែបនេះបានមែនទេត្រឡប់វិញថ្ងៃស្អែកខ្ញុំនឹងទៅរកចៅវិនហ្វាពិតមែនឬបើអ្នកនិយាយមួយម៉ាត់ទៀតខ្ញុំនឹងត្រឡប់ទៅដេកវិញហើយមិនខ្វល់អ្វីទាំងអស់បានរឿងនេះពិបាកជាងជែករឿងហ្គេមទៅទៀតយ៉ាងម៉េចហើយគេមកជួបអ្នកពិតមែនឬខ្ញុំស្មានតែគេមកសារភាពស្នេហ៍ទៅទៀតមិនមែនមកសារភាពស្នេហ៍ទេចុះគេមកធ្វើអីគេទៅបាត់ហើយអ្នកទាំងពីរនិយាយអ្វីនឹងគ្នាមើលទៅដូចក្នុងរឿងភាគណាស់ពេលគេទៅហេតុអ្វីធ្វើដូចមានរឿងអីបិទបាំងព្រោះគេសំតែនឹងរងកម្មបែបនេះហើយល្មមល្អណាស់ខ្ញុំក៏ចង់រកអ្នកដែរថ្មីនេះក្នុងចំណោមនិស្សិតតំបន់សាកលវិទ្យាល័យមានរឿងអាស្រូវមិនសមរម្យច្រើនណាស់ទាំងការមិនត្រឡប់មកដេកនៅផ្ទះនិងការបង្កើតរឿងអាក្រក់លើវេទិកាអនឡាញការរៀបចំកម្មវិធីផ្សេងក៏មានបរិយាកាសកាន់តែយ៉ាប់យ៉ឺនទៅខ្ញុំត្រៀមនឹងហៅសមាជិកសហភាពនិស្សិតពីគ្រប់សាកលវិទ្យាល័យមកប្រជុំដើម្បីពិភាក្សាគ្នាពីរបៀបរៀបចំសណ្ដាប់ធ្នាប់ក្នុងបរិវេណសាលាឡើងវិញសហភាពនិស្សិតសាលាគំរូរបស់អ្នកត្រូវតែបញ្ចេញមតិយោបល់មុនគេជាពិសេសបញ្ហាវេទិកាអនឡាញនិងក្រុមខ
ត្រូវតែគ្រប់គ្រងឲ្យតឹងរឹងមិនអាចបណ្ដោយឲ្យវឹកវរបែបនេះបានទេមុខមាត់អ្នកមិនក៏ស្លេកស្លាំងម្លេះយប់មិញគេងមិនលក់មែនទេអត់ទេមិនបានទេខ្ញុំបានសន្យាជាមួយលីនយួនហើយថានឹងឲ្យសហភាពនិស្សិតជួយផ្សព្វផ្សាយហ្គេមឲ្យផ្សព្វផ្សាយហ្គេមអ្នកដឹងទេថាខ្លួនឯងកំពុងនិយាយអ្វីឲ្យសហភាពនិស្សិតមកផ្សព្វផ្សាយហ្គេមចុះគោលបំណងរបស់សហភាពនិស្សិតវិញតាមពិតគឺដើម្បីដោះស្រាយការលំបាកឲ្យនិស្សិតសប្តាហ៍ថ្ងៃនិស្សិតក្រីក៏ជាច្រើនក្នុងសាកលវិទ្យាល័យត្រូវរត់រកលុយផ្គត់ផ្គង់ជីវភាពគេត្រូវបៀតបៀនពេលវេលាទៅធ្វើការក្រៅម៉ោងទាំងចែកខិតបានលាងចានធ្វើការពេញមួយថ្ងៃក៏នៅតែរកលុយមិនបានប៉ុន្មានដែរចែកខិតបានលាងចានឬធ្វើការនៅផ្សារទំនើបពេញមួយថ្ងៃបានប្រាក់តិចហើយថែមទាំងហត់នឿយខ្លាំងទៀតពួកគេមិនមែនមិនចង់រៀនទេប៉ុន្តែគ្មានជំរឿក្រៅពីធ្វើការប្រសិនបើកម្មវិធីនេះអាចផ្ដល់ឱកាសការងារដល់សិស្សទាំងនេះមុនគេគ្រប់គ្រងដោយផ្ទាល់ទូទាត់ប្រាក់តែមួយកន្លែងនិងរៀបចំពេលវេលាបានល្អពួកគេនឹងមិនបាច់រត់រកការងារធ្វើទៀតទេហើយអាចរកប្រាក់ចំណូលបានក្នុងសាលាទុយទៅវិញពួកគេនឹងមានកម្លាំងចិត្តទៅរៀនអ្នកកំពុងនិយាយការពីលីនយិនមែនទេខ្ញុំនិយាយការពីសិស្សទាំងនេះចំណែកលីនយិនវិញគាត់ធ្វើជំនួញតាមគោលបំណងរបស់គាត់ប៉ុន្តែរឿងនេះពិតជាមានប្រយោជន៍សម្រាប់សិស្សក្រីក្រអ្នកក៏ដឹងថាសហភាពសិស្សនឹងត្រូវគេស្ដីបន្ទោសប៉ុន្មានដែរប្រសិនបើយើងខ្លាចតែគេស្ដីបន្ទោសរហូតមិនហ៊ានធ្វើអ្វីសោះចុះតើសហភាពសិស្សបង្កើតមកដើម្បីអ្វីខ្ញុំយល់ព្រមតែមួយចំណុចប៉ុណ្ណោះគឺត្រូវផ្ដោតលើការរៀននិងធ្វើការមិនមែនលើកទឹកចិត្តឲ្យលេងហ្គេមទេបើខុសគោលដៅខ្ញុំនឹងបញ្ឈប់វាភ្លាមតើលោកគ្រូយល់ព្រមទេកុំតន់អាវត្រេកអរពេករៀបចំបញ្ជីឈ្មោះសម្ភារៈនិងដំណើរការឲ្យបានល្អបើសហភាពសិស្សធ្វើហើយកុំធ្វើឲ្យគេមើលងាយឲ្យសោះអរគុណលោកគ្រូរបស់នេះច្រើនម្លេះបើដឹកទៅទាំងអស់តើឃ្លាំងដាក់គ្រាន់ទេដឹកសម្ភារៈផ្សព្វផ្សាយទៅឃ្លាំងរួមឥឡូវនេះទៅខ្ញុំបានជូនដំណឹងឲ្យគេជួយហើយកុំនិយាយច្រើនប្រញាប់ទៅបើកទ្វារឃ្លាំងហើយមិនមែនថាបើកហើយទេចុះសោះនៅណាហេមើលចុះមើលឲ្យច្បាស់ចុះលីនយាននេះចង់រកលុយទៅយកហ្គេមមកបំផ្លាញសាលារៀនគឺជាកន្លែងសម្រាប់រៀនសូត្រណាឥឡូវនេះមានគេយកលេខថាជាការងារសិក្សាដើម្បីផ្សព្វផ្សាយហ្គេមក្នុងសាលាបោកបញ្ឆោតសិស្សក្រីក្រឲ្យធ្វើការឲ្យគាត់ដើម្បីរកលុយរឿងពិតឬអត់មិនមែនគ្រាន់តែជាការផ្សព្វផ្សាយហ្គេមទេពូវ៉ាន់លីអ្នកធ្វើអីហ្នឹងឈូយីវៃអ្នកមកទាន់ពេលល្មមអ្នកក៏ចូលរួមដែរមែនទេសហភាពសិស្សគួរតែជាអ្នកការពារសិស្សតើឥឡូវនេះបែរជាទៅការពារអ្នកចំនួនទៅវិញកម្មវិធីនេះទទួលបានការអនុញ្ញាតហើយលោកគ្រូចៅទៀនហៅបានយល់ព្រមឲ្យសហភាពសិស្សរៀបចំតើអ្នកឮទេដើម្បីលីនយិនម្នាក់នេះសូម្បីតែថ្នាក់ដឹកនាំសាលាក៏ត្រូវបានគេទិញទឹកចិត្តដែរកុំអើទៅអីកិច្ចប្រជុំនៅយូរទៀតទើបចាប់ដើមអ្នកពិនិត្យមើលម្ដងទៀតទៅពេលនេះហើយនៅចាំរឿងតូចតាចបែបនេះបានទៀតលោកលីនបើកទ្វារឡើងស៊ូយូហ្វីមកដល់ហើយថ្មីនេះសុខសប្បាយទេខ្ញុំមិនមែនមកដើម្បីរំលឹកអតីតកាលទេខ្ញុំមកជួយខ្ញុំធ្លាប់ទទួលខុសត្រូវរឿងនេះនៅសហភាពនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចឹងណានរឿងពាក្យសុំអាហារូបករណ៍សិស្សក្រីក្រខ្ញុំមានបញ្ជីឈ្មោះពួកគេក្នុងដៃឥឡូវនេះបញ្ហាដែលអ្នកនិងហ្វូហ្វានលីកំពុងចំនួនគ្នាមិនមែននៅត្រង់ហ្គេមឬសកម្មភាពនោះទេប៉ុន្តែវាស្ថិតនៅត្រង់ថាអ្នកណាមានសិទ្ធិនិយាយជំនួសសិស្សក្រីក្រលុះត្រាតែសិស្សក្រីក្រខ្លួនឯងចេញមុខតវ៉ាទើបមនុស្សដូចហ្វូហ្វានលីព្រមស្ងាត់មាត់អ្នកមានក្រុមសិស្សមានវេទិកានិងមានឥទ្ធិពលមិនមែនឬអញ្ចឹងធ្វើឲ្យអ្នករាល់គ្នាផ្ដោតការពិភាក្សាទៅលើរឿងអ្នកណាកំពុងរារាំងកូតាការងារក្រៅម៉ោងរបស់សិស្សក្រីក្រវាពកទៅវិញត្រូវហើយកុំការពារខ្លួនឯងឲ្យពួកគេចេញមុខបកស្រាយដោយខ្លួនឯងស៊ូយូហ្វេអរគុណណាស់បើបង្ហោះសារនេះទៅប្រកាសជាផ្ទុះការចាប់អារម្មណ៍ខ្លាំងសូមសួរថាការដោះស្រាយបញ្ហាមានអ្វីខុសសកម្មភាពផ្សព្វផ្សាយហ្គេមចាប់ផ្ដើមដំណើរការធម្មតាចាប់តាំងពីការយល់ច្រឡំត្រូវបានដោះស្រាយខ្ញុំតំណាងឲ្យសិស្សក្រីក្រពិសេសនាំយកដាថ្លែងអំណរគុណមកជូនសហភាពនិស្សិតបងស្រីសាវទាំងមូលកំពុងរងចាំមើលជំហរសហភាពនិស្សិតរបស់អ្នកថាបែបនេះទើបត្រូវអ្នកចេះរៀបចំខ្លួនទើបស័ក្តិសមធ្វើជាសហភាពនិស្សិតងាប់ហើយមិនមែនមិត្តចាស់ហ្វូហ្វានលីទេប្អូនឯងសក់លឿងទៅឲ្យឆ្ងាយកុំមកពាក់ព័ន្ធ
អូអាហ្វាងហ្វាកុំមកជ្រៀតជ្រែករឿងគេឲ្យហែងមិនដែលផ្លាស់ប្ដូរមែនរៀនពូកែប៉ុណ្ណាក៏នៅតែត្រូវគេជីជន់ដែរនិយាយមកតើនរណាធ្វើឲ្យហែងខឹងអញនឹងជួយសងសឹកឲ្យវាគ្រាន់តែជាសម្រាមដែលប្រើល្បិចឡើងតំណែងឥឡូវវាចង់មកជីក្បាលអញនរណាលីនយូនហេឬថាថ្មីនេះវាធ្វើរឿងធំចង់ឲ្យអញជួយដោះស្រាយវាឲ្យទេចាំមើលវាដើរពីក្រោយអាហារដ្ឋានចាស់ទៅកន្លែងដាក់កង់ដែលងឹតបំផុតចាប់វាឲ្យខ្លាំងរួចអូវាចូលទៅបន្ទប់ជួសជុលខាងក្រោយថតរូបទុកខ្លះទុកជាភស្តុតាងយកទេយកឲ្យបងហ្វាងលើថាលីនយូននឹងវាមានលុយណាស់អញ្ចឹងយើងរកឱកាសទារលុយពីវាផងអូប្អូនស្រីស្អាតម្លេះយប់យន់ហើយមកជួបនរណាជិះទៅបងហ្វាងវាហ៊ានក្បត់យើងទៅប្រាប់ដំណឹងកុំប៉ះអញចេញទៅហែងស្គាល់លីនយូនមែនទេថែមទាំងទៅប្រាប់ដំណឹងវាទៀតអូវាទៅបន្ទប់ជួសជុលខាងក្រោយទៅលេងជាមួយវាឲ្យសប្បាយទៅលេងអញជួយផងមិនមែនទេកាត់អីហ្នឹងហែងមកផឹកស្រាបៀរក្នុងបន្ទប់ប្រជុំធ្វើអីចប់ហើយកុំប្រាប់ថាម្នាក់នោះទៅរកលីនយូនមែនលីនយូនហែងនិយាយស្អីអញមិនដឹងទេពួកគេហាក់ដូចជានិយាយថាទៅរកបញ្ហាឲ្យលីនយូនហែងចង់ស្លាប់មែនទេឈប់ដៃកុំកម្រើកឈរនៅនឹងនេះជាអ្វីដែលហែងបានធ្វើមែនទេហ៊ុនលីហែងត្រូវទៅជាមួយពួកយើងវ៉ាសកម្មភាពនេះធំដល់ថ្នាក់នឹងមែនយប់មិញហែងមិនចូលក្រុមទេសមាគមគេបិទអស់ហើយលឿនឡើងយប់នេះចូលលេងជាមួយគ្នាលីនយួននៅជាន់ទី2មិនមានទៀតទេបើមិនប្រញាប់លោកលីននៅជាន់ទី72អស់ទៀតហើយថែម50សន្លឹកទៀតមកបានការហើយលោកចាងទើបតែទៅមកទិន្នន័យដុំនេះឆ្លងផុតកំណត់ហើយខ្ញុំថាហើយថាត្រូវតែបានលើកនេះសម្រេចបានអ្នកមានគុណបំណាច់ធំណាស់យប់នេះទៅពិធីជប់លៀងអបអររបស់ក្រុមហ៊ុនណាបើគ្មានអ្នកទេរឿងនេះមិនអាចសម្រេចបានលឿនបែបនេះឡើយបានខ្ញុំនឹងទៅលោកលីនពិធីជប់លៀងអបអរលើកនេះគួរឲ្យចាប់អារម្មណ៍ណាស់ណាអ្នកសម្លឹងទូរស័ព្ទយូរហើយមានរឿងអីអត់មានអីទេកុំមកកុហកទឹកមុខអ្នកដូចអ្នកទល់លាមកអីចឹងចង់និយាយអ្វីឲ្យពិតប្រាកដមកខ្ញុំទើបអានប្រឡំលោកមួយចប់អានរឿងអីក្នុងរឿងទូឯកប្រុសបានត្រឡប់មកវិញគេខ្លាំងហើយការងារក៏ជោគជ័យដែរតែគេតែងតែគិតរឿងមួយថាតើគួរអភ័យទោសឲ្យទូឯកស្រីដែលបែកគ្នាពីមុនមកឬអត់សំណួរនេះខ្ញុំចេះវាអាស្រ័យលើកាលៈទេសៈទី1បើនាងពិតជាជួបសំណាងហើយចង់បានទ្រព្យទើបបោះបង់គេមិនគួរអភ័យទោសទេបើអភ័យទោសគឺឈួតហើយទី2បើនាងមានហេតុផលឬខ្លួនអ្នកនៅតែមិនអាចបំភ្លេចបានបើមិនជួបនាងក្រោយមកប្រកាសជាគិតច្រើនទៀតទី3អ្វីដែលខ្លាចបំផុតគឺទូឯកប្រុសនៅតែខ្វល់តែធ្វើឲ្យដូចគ្មានរឿងអ្វីកើតឡើងចុងក្រោយធ្វើបាបចិត្តខ្លួនឯងនិយាយទៅរឿងបែបនេះគេមិនផុតទេអ្នកត្រូវតែជួបសិនទើបដឹងថាខ្លួនឯងពិតជាចង់ចាប់ផ្ដើមថ្មីឬអត់អ្នកអានប្រឡំលោកបានយល់ដឹងច្រើនណាស់ពិតប្រាកដហើយខ្ញុំជាអ្នកអានជើងចាស់ណាមិនមែនអ្នកនិយាយថាគ្រាន់តែជាពិធីជប់លៀងទេចុះហេតុអ្វីរើសខោអាវយូរម្លេះអាឡូយប់នេះក្រុមហ៊ុនខ្ញុំមានពិធីជប់លៀងបើអ្នកទំនេរមកបានណាទើបតែនឹកឃើញខ្ញុំឥឡូវអ្នកមានគុណគួរតែអញ្ជើញផ្ញើអាសយដ្ឋានមកឲ្យខ្ញុំលោកម្ចាស់ស្រាមួយកែវថ្ងៃនេះមិនសាមញ្ញទេណាអញ្ជើញអង្គុយចុះមកឬថាពេលមុនមាននរណាម្នាក់ផឹកស្រាមួយកែវនៅកណ្ដាលអាធ្រាត្ររត់ទៅដល់ក្រមអន្តេវាសិកដ្ឋាននារីនៅសាលាគ្រូកសឲ្យស៊ីនឡានរឿងនេះដំណះការនោះរឿងវាយូរខ្លាំងមកប្រធានខ្ញុំសូមផឹកពីនៃខ្លួនឯងមួយកែវរឿងនេះគ្មានអ្វីទេលឺថាអ្នកដែលជួយអ្នកបានច្រើនលើកនេះគឺបងស្រីស៊ូដែលជាអ្នកសរសេរកូដជាមួយអ្នកមែនទេអ្នកគួរតែផឹកមួយកែវជាមួយគេទៅមែនហើយត្រូវតែផឹកស្គាល់គ្នាយូរមិនមែនមានន័យថាអ្វីទាំងអស់អ្នកខ្លះលោកខ្លះស្គាល់គ្នាយូរក៏មិនប្រកាសថាគេយល់ពីយើងដែរយ៉ាងហោចណាស់ក៏មានអ្នកខ្លះអាចនៅក្បែរពេលចាំបាច់កុំធ្វើល្ងងអីរកវិធីដោះស្រាយទៅផឹកតែស្រាអត់ញ៉ាំអីសោះមិនល្អទេមែននឹងពីមុនខ្ញុំធ្លាប់ឮថាក្រពះអ្នកមិនសូវល្អទេនេះអញហៅថាពិធីជប់លៀងអបអរ
នេះវាដូចជាអន្ទាក់សម្រាប់គ្នាច្បាស់អ្នកនិយាយអ្វីរកលុយស្រួលទេតែធ្វើម្ហូបពេញទៅនេះពិបាកខ្លាំងអូគិតថាខ្លួនឯងជាមនុស្សបាយយុពិតមែនឬត្រឹមអ្នកចាប់ផ្ដើមពីការសរសេរ script ក៏ហ៊ានមកធ្វើបាយការឲ្យយើងស្ដាប់ទិន្នន័យនេះគេរាយការណ៍ឲ្យអ្នកដែលយល់មើលបើមិនយល់ទេអង្គុយស្ងៀមទៅក៏មិនដែរថ្ងៃនេះអ្នកដែលអង្គុយទីនេះសុទ្ធតែជាម្ចាស់ភាគហ៊ុនប្រយ័ត្នរាយការណ៍មិនទាន់ចប់ត្រូវគេដេញចេញបាត់ទៅទុកចិត្តចុះអ្នកដែលត្រូវខ្មាស់គេថ្ងៃនេះមិនមែនខ្ញុំទេខ្ញុំស្ដាប់យូរហើយសរុបមកក៏គ្រាន់តែជាការធ្វើសកម្មភាពតាមសាលារៀនប៉ុណ្ណោះរឿងនេះក៏គួរយកមកបង្ហាញក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលដែរលោកចាងនិស្សិតងាយនឹងជឿតាមសកម្មភាពយកលុយទៅបោះចោលក៏អាចធ្វើបានដែរខ្ញុំបារម្ភពីរឿងគុណភាពជាងពេលក្រុមនេះចូលមកប្រយ័ត្នតែឃើញយកក្រៅខាងក្រៅតែតាមពិតសុទ្ធតែជាកនីឥតបានការកុំយកតួលេខដែលមកដាក់មុខខ្ញុំក្មេងប្រុសកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមិនមែនជាកន្លែងដែលអ្នកមកធ្វើបទបង្ហាញដូចរៀនសូត្រទេបើអ្នកទាំងអស់គ្នាយល់ថាទិន្នន័យទាំងនេះអត់ប្រយោជន៍អញ្ចឹងយើងឈប់និយាយពីវាទៅចុះមកនិយាយពីបាយុកតវិញអ្នកបានរបស់ទាំងនេះមកពីណាមិនមែនជារឿងសម្ងាត់ទេអ្នកណាដែលចេះមើលគឺឃើញទាំងអស់ហ្គេមនេះរក្សាកំណត់ត្រា7ថ្ងៃបានធ្លុះធ្លាយសឹងអីហើយហ្គេមនេះរស់បានព្រោះតែអ្នកលេងធំជួយត្រហើយហ្គេមនេះទៀតមិនឃើញសប្បាយត្រង់ណាអ្នកហ៊ានណាស់ណាខ្ញុំហ៊ានមែនយ៉ាងហោចណាស់ខ្ញុំធ្លាប់លេងចុះអ្នកទាំងអស់គ្នាវិញពួកអ្នកអញធ្លាប់លេងហ្គេមទីក្រុងអ្នកប្រមាញ់ចម្រៅជ្រៅនេះមែនទេធ្លាប់ចុះទៅលេងក្នុងហ្គេមផ្ទាល់ទេដឹងទេថាគេឈប់លេងឬបន្តលេងព្រោះអ្វីសូម្បីតែបទពិសោធន៍លេងក៏គ្មានដែរហើយនៅអង្គុយទីនេះបង្រៀនគេពីរបៀបបង្កើតហ្គេមទៀតអ្នកក្រៅមកបញ្ជាអ្នកជំនាញចេះបញ្ជាខ្លាំងម្ល៉េះលោកនាយកចាងចង់ទុកឲ្យសិស្សម្នាក់នេះនៅទីនេះមែនទេយ៉ាងហោចណាស់គេក៏មានលទ្ធផលបង្ហាញចុះពួកអ្នកវិញក្រៅពីអង្គុយចាប់កំហុសគេមានអ្វីទៀតការរីកាថ្ងៃនេះចប់ត្រឹមនេះចុះពិតប្រជុំហាហាឥឡូវអញនិយាយថ្ងៃនេះជំនួសខ្ញុំបានផ្អែមល្ហែមណាស់អញចង់ស្ដីបន្ទោសពួកវាយូរហើយមែនទេបាទម្នាក់យកឋានៈជាម្ចាស់ភាគហ៊ុនមកធ្វើជាអ្នកជំនាញប៉ុន្តែអញក៏កុំទាន់អាល់អស់ពេកថ្ងៃនេះអញធ្វើឲ្យពួកគេមកបែកថ្ងៃក្រោយគេមិនងាយនឹងទុកឲ្យអញទេតែពេលវាមុខគេហើយកុំខ្លាចរឿងពួកគេសងសឹកទៅកន្លែងអាគារទីឌូដើម្បីជួបថៅកែធំអញមិនមែនចង់អង្គុយទៅធំជាងនេះទេថ្ងៃនេះខ្ញុំនឹងនាំអញទៅមើលថាតើទៅនោះធំប៉ុណ្ណាអញគិតធ្វើគម្រោងធំប៉ុណ្ណាកុំនិយាយរឿងគោលគំនិតប្រាប់មកថាចង់ធ្វើចំនួនប៉ុន្មានរយលានស៊ូស្លាប់ហើយតំបន់សាកលវិទ្យាល័យគ្រាន់តែជាចំណុចចាប់ផ្ដើមខ្ញុំនឹងធ្វើជាមជ្ឈមណ្ឌលប្រើប្រាស់ទូទាំងប្រទេស1000លាន5000លានឬ10000លានគឺគ្រាន់តែជារឿងពេលវេលាប៉ុណ្ណោះហា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 ទៅលៀងមុខដូរខោអាវសិនក្នុងក្រសែភ្នែកគេខ្ញុំគ្រាន់តែជាធ្លុកមាននីតិធ្វើឲ្យពួកគេសប្បាយចិត្តនេះមិនមែនជាការស្វែងរកទុនទេនេះវាជាការរំខានហើយសន្តិសុខចំនួនអ្នកប្រើប្រាស់ Fishing Bell បានកើនឡើងដល់កម្រិតខ្ពស់ថ្មីមួយទៀតតែថាមនុស្សដូចជាគាត់ដំបូងឡើយក៏បែបនេះដែរលេងដៃលោកម្ចាស់សូមកុំមករំខានខ្ញុំប្រាប់ឲ្យលេងដៃលោកម៉ាកុំបោះបង់ផ្លូវដែលលោកកំពុងដើរនេះនឹងសម្រេចជោគជ័យជាក់ជាមិនខាន Fishing Bell ថ្ងៃក្រោយនឹងក្លាយជាមធ្យោបាយទូទាត់ប្រាក់ដែលទូទាំងប្រទេសនិងពិភពលោកមិនអាចខ្វះបានល្អណាស់ព្រោះតែពាក្យនេះហើយទើបខ្ញុំត្រូវតែធ្វើវាឲ្យបានសម្រេចនៅពេលនេះមនុស្សដែលពួកគេធ្លាប់ចាត់ទុកថាជាសម្រាមក៏បានឡើងទៅដល់ចំណុចកំពូល
លោកលីនយុទ្ធសាស្ត្រផ្សព្វផ្សាយនៅតំបន់សាកលវិទ្យាល័យពិតជាគួរឲ្យចាប់អារម្មណ៍មែនប៉ុន្តែនិយាយទៅវាគ្រាន់តែជាគម្រោងក្នុងសាលាប៉ុណ្ណោះបើចង់ធ្វើឲ្យធំធេងពិតប្រាកដតតែមានទុនដូចពួកយើងចូលរួមទើបអាចទៅរួចព្រោះមូលហេតុដែលលោកធ្វើបានពេលនេះគឺដោយសារតែទីផ្សារវាតូចនៅពេលពង្រីកទៅខាងក្រៅតើការរៀបចំប្រព័ន្ធលក់ធនធានផ្សព្វផ្សាយការចំណាយលើប្រព័ន្ធផ្សព្វផ្សាយនិងខ្សែសង្វាក់ផ្គត់ផ្គង់មួយណាដែលមិនត្រូវការលុយបើមិនពឹងពួកយើងតើលោកយកអ្វីមកអភិវឌ្ឍនិយាយឲ្យចំទៅការផ្សព្វផ្សាយក្នុងសាលាគ្រាន់តែជាល្បិចកលតូចតាចប៉ុណ្ណោះដល់ពេលចូលទីផ្សារធំផ្លូវដែលលោកកំពុងដើរនេះមិនអាចខ្វះពួកយើងបានទេអ្នកនិយាយខុសហើយរឿងដែលមានតម្លៃបំផុតនាពេលអនាគតមិនមែនការបោះលុយដើម្បីបង្ខំឲ្យគេឃើញផលិតផលនោះទេគឺការធ្វើឲ្យគេស្ម័គ្រចិត្តផ្សាយបន្តឲ្យអ្នកដោយខ្លួនឯងក្មេងប្រុសកុំនិយាយអ្វីឲ្យច្បាស់ពេកអីពាក្យថាការផ្សព្វផ្សាយបែបមេរោគវាទៅដូចជាអ៊ូអរណាប៉ុន្តែដល់ពេលអនុវត្តជាក់ស្ដែងវាមិនមែនបែបនោះទេលោកចឹងលោកចាប់ផ្ដើមអាជីវកម្មពីវិស័យទេសចរលោកដឹងច្បាស់ជាងអ្នកណាទាំងអស់ថាយុវជនសម័យនេះពេលទៅដើរលេងពួកគេមិនជឿលើការផ្សាយពាណិជ្ជកម្មទេគឺជឿលើបទពិសោធន៍ពិតប្រាកដរបស់អ្នកដទៃទោះលោកបោះលុយរាប់សិបលានធ្វើការផ្សាយពាណិជ្ជកម្មកន្លែងទេសចរយ៉ាងណាក៏ដោយក៏មិនស្មើនឹងនិស្សិតម្នាក់ថតរូបប៉ុន្មានសន្លឹករួចបង្ហោះលើវេទិកាអនឡាញនោះទេការបញ្ចេញមិត្តពីបទពិសោធន៍ផ្ទាល់មានប្រសិទ្ធភាពជាងការផ្សាយពាណិជ្ជកម្មដែលលោកខំរៀបចំយ៉ាងសម្រិតសម្រាំងទៅទៀតលោកឆៃលោកធ្វើចំនួនពីវិស័យប្រដាប់ក្មេងលេងលោកគួរតែយល់ច្បាស់ជាងគេរវាងប្រដាប់ក្មេងលេងដែលដាក់បង្ហាញក្នុងទូរទស្សន៍វិលចុះវិលឡើងជាមួយការដែលមនុស្សពិតប្រាកដកាន់វាដោះកញ្ចប់ដោយផ្ទាល់ការសាកល្បងបង្ហាញលម្អិតបែបនេះតាមមួយណាដែលធ្វើឲ្យគេព្រមដកលុយទិញបានងាយជាងគ្នាការផ្សាយពាណិជ្ជកម្មគ្រាន់តែប្រាប់គេថាទំនិញនេះល្អតែប៉ុណ្ណោះផ្សាយពាណិជ្ជកម្មប្រាប់គេថាទំនិញនេះល្អតែការធ្វើតេស្តនិងការបង្ហាញនឹងធ្វើឲ្យគេសម្រេចចិត្តថាចង់ទិញដោយខ្លួនឯងរឿងពីរនេះមិនមែនជារឿងតែមួយទេមិនមែនពួកអ្នកមិនចេះរកលុយទេគ្រាន់តែពួកអ្នកមិនទាន់ដឹងថាធនធានដែលថ្លៃជាងគេនៅថ្ងៃអនាគតមិនមែនជាកន្លែងផ្សាយពាណិជ្ជកម្មទេតែជាការជឿជាក់រវាងមនុស្សនិងមនុស្សសម្ដីនិយាយស្ដាប់ទៅល្អតែបើធ្វើពិតមែនខ្ញុំកំពុងតែធ្វើវាហើយលីងយ៉នឈប់ត្រឹមនឹងទៅថ្ងៃនេះមកដើម្បីស្គាល់មនុស្សមិនមែនឲ្យអ្នកមកបង្រៀនមេទាំងអស់នេះទេបើអ្នកទាំងអស់គ្នាយល់ថាគំនិតខ្ញុំនេះគ្រាន់តែជាល្បិចក្មេងអញ្ចឹងថ្ងៃនេះចាត់ទុកថាខ្ញុំមិនដែលមកចុះអ្នកឈប់សិនមកបានហើយខ្ញុំឲ្យអ្នកមើលទិន្នន័យមិនមែនឲ្យអ្នកគាស់កាយរឿងសម្ងាត់គេទេបើមិនគាស់ទេពួកគេនឹងគិតថាខ្ញុំកំពុងសម្ដែងឲ្យមើលលើតុជំរាបសួរតើនេះជាលោកលីនមែនទេយើងមកពីក្រុមហ៊ុនវិនិយោគខ្វាំងហៃយើងចាប់អារម្មណ៍នឹងគម្រោងរបស់អ្នកតើយើងអាចណាត់គ្នាមកជែកបានទេលោកលីននៅនឹងទេមកដើម្បីការឈានទៅរកការចុះបញ្ជីភាគហ៊ុនរបស់ក្រុមហ៊ុនយើងមួយជំហានទៀតហើយខ្វាំងហៃព្រមជួយគ្រប់គ្រងបន្តបង្ហាញថាគេចាប់ផ្ដើមមើលឃើញយើងជាក្រុមហ៊ុនត្រៀមចុះបញ្ជីហើយតែបើចង់ដំឡើងតម្លៃភាគហ៊ុនពិតប្រាកដនៅខ្វះមួយជំហានទៀតទៅរកនាយកចាងយកភាគហ៊ុនយើងទៅដូរយកភាគហ៊ុនប៉ាយូអីគេណាយើងទៅដូរយកភាគហ៊ុនប៉ាយូនឹងហើយនិយាយបែបនេះមែនតែយើងមិនទាន់ចុះបញ្ជីផងតើយកអីទៅដូរយើងអាចចុះកិច្ចព្រមព្រៀងយុទ្ធសាស្ត្រ Mondo Klassen រួចសន្យាពីលទ្ធផលការងារធ្វើបែបនេះនាយកចាងហ៊ានចុះហត្ថលេខាហើយម្ចាស់ភាគហ៊ុនក៏មានអ្វីដោះសារដែរន័យថាយើងយកដើមទុនអនាគតទៅដូរទើបតែដឹងថាបកស្រាយបែបនេះបានឲ្យតែប៉ាយូទិញក្រុមហ៊ុនយើងដែលមានសក្តានុពលខ្ពស់រឿងនេះបើផ្សព្វផ្សាយចេញទៅតម្លៃភាគហ៊ុនប៉ាយូនឹងកម្រិតមុនគេអ្នកត្រូវតែជូនកាដូដែលមើលឃើញផ្ទាល់ភ្នែកដល់នាយកចាងសិនស្អែកនេះនឹងដោះស្រាយឲ្យរួចរាល់លើកមុនមកសុំធ្វើតំណាងថ្ងៃនេះមកធ្វើអីទៀតកុំប្រាប់ណាថាអ្នកចង់បានរបស់ដោយដៃទេទៀតអ្នកមានន័យថាម៉េចក្រុមហ៊ុនយើងចង់ជាមួយប៉ាយូធ្វើការដោះដូរភាគហ៊ុនយុទ្ធសាស្ត្រអ្នកឈួតហើយមែនទេលើកមុនអ្នកមួយកាក់កាលពីមុនអ្នកមកសុំធ្វើតំណាងដោយមិនបង់ថ្លៃសេវាសំបីតែមួយកាក់លើកនេះកាន់តែហួសចិត្តទៅទៀតបែរជាយកក្រុមហ៊ុនអត់បានចុះបញ្ជីផ្សារហ៊ុនរបស់អ្នកមកដូរយកភាគហ៊ុនរបស់ប៉ាយូទៅវិញអ្នកគិតថាប៉ាយូជាអង្គការសប្បុរសធម៌មែនទេតិចចង់បានតំណាងតិចចង់បានភាគហ៊ុនចុះលើកក្រោយទៀតមិនមែនចង់បានកៅអីក្រុមប្រឹក្សាភិបាលទេហេក្រុមហ៊ុនជូននឹងសេងរបស់អ្នកមិនទាន់បានចូលទីផ្សារហ៊ុនផងរឿងរ៉ាវអីក៏មិនទាន់ជោគជ័យដែរបែរជាយកគម្រោងនៅលើក្រដាស់មកដូរយកភាគហ៊ុនពិតប្រាកដពីយើងលីនយួនអ្នកគិតថាខ្លួនឯងឆ្លាតពេកហើយមែនទេមិញនេះអ្នកទាំងពីរជេរខ្ញុំយ៉ាងសប្បាយមាត់ចុះពេលនេះខ្ញុំសួរមួយសំណួរបន្ទាប់ពីបាយការណ៍នេះចេញផ្សាយតម្លៃភាគហ៊ុនរបស់បាយូកើនឡើងប៉ុន្មានអ្នកទាំងពីរគិតថាខ្ញុំមកបោកយករបស់ឥតតម្លៃមែនទេប៉ុន្តែទីផ្សារបានដាក់តម្លៃឲ្យខ្ញុំរួចហើយរឿងរ៉ាវដែលថាជាអ្នកដឹកនាំបណ្ដាញសាកលវិទ្យាល័យនេះរឿងដែលបាយូដណ្ដើមយកទីផ្សារយុវជនមុនគេបានធ្វើឲ្យទីផ្សារចាប់អារម្មណ៍ខ្លាំងទើបតម្លៃភាគហ៊ុនអ្នកឡើងហើយអ្វីដែលខ្ញុំចង់បាននោះមិនមែនជាភាគហ៊ុនរបស់បាយូនៅពេលនេះទេគឺខ្ញុំចង់បានឱកាសដែលបាយូអាចរីកចម្រើនបន្តទៀតតាមរយៈជូននឹងសេងខ្ញុំពេញចិត្តនឹងកាដូនេះខ្ញុំនឹងឲ្យខាងផ្នែកច្បាប់ពិនិត្យមើលកិច្ចសន្យាយើងនឹងពិភាក្សាគ្នាពីលម្អិតភាគរយការចាក់សោភាគហ៊ុននិងលក្ខខណ្ឌការងារលោកចាងបើអ្នកមានគម្រោងដែលល្អជាងនេះអ្នកអាចលើកយកមកនិយាយបាន
យ៉ាងម៉េចដែរខាងច្បាប់បានផ្ញើឯកសារមកឲ្យខ្ញុំហើយចាំយើងកែសម្រួលបន្តិចបន្តួចទៅបានហើយលោកយ៉ាងខ្ញុំត្រៀមដកខ្លួនចេញពីភាគហ៊ុនហើយតើអ្នកចង់ធ្វើអ្វីអាឡូលោកលីនបើមិនទាន់ធ្វើសកម្មភាពពេលនេះទេគឺយឺតពេកហើយលោកលីនខ្ញុំប្រាប់ណាការទិញផ្ទះត្រូវទិញនៅកន្លែងសំខាន់ដូចជាផ្លូវធំផ្សារឬមុខសាលារៀន3កន្លែងនេះទិញទៅមិនខុសទេស្ថានភាពហិរញ្ញវត្ថុអ្នកឥឡូវខុសពីមុនហើយទិញត្រូវទិញឲ្យសមនឹងមុខមាត់គុំទៅមើលកន្លែងជ្រុងជ្រោយឬកន្លែងជុំវិញសាកលវិទ្យាល័យអីមើលអ្វីដែលគួរឲ្យមើលទៅលោកលីនជឿខ្ញុំចោះដីល្អទើបមានតម្លៃកន្លែងឆ្ងាយដែលអ្នកមើលនោះគឺខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍ខ្ញុំប្រហែលមានតែតំបន់កណ្ដាលទេទើបមានតម្លៃឯងមកមើលកន្លែងដាច់ស្រយាលស្អុយរលួយនេះគឺខាត់ពេលទេខ្ញុំប្រាប់ហើយថាយើងត្រូវបដូរមើលចុះស្ងាត់ជ្រុងដល់ថ្នាក់គេឲ្យឥតថ្លៃក៏គេមិនយកដែរទិញហាងបែបនេះទៅធ្វើស្អីទុកចិញ្ចឹមពីងមែនទេទៅកន្លែងបន្ទាប់ទៅអាគារនេះឲ្យតែភ្លៀងធ្លាក់គឺលេខក្បែរនេះសំបីតែផ្សារទំនើបសំរុំមួយក៏គ្មានលោកលីនបើលោកចង់វិនិយោគពិតមែនយើងត្រឡប់ទៅមើលតំបន់ទីក្រុងវិញទៅនៅទីនោះខ្ញុំអាចជួយចរចាបានតម្លៃល្អទៅកន្លែងបន្ទាប់ចុះល្មមបានហើយខ្ញុំមកធ្វើជំនួញមិនមែនមកដើរលេងជាមួយលោកទេលោកនាំខ្ញុំមើលតែផ្ទះស្អុយហាងស្អុយដីស្អុយពេញមួយផ្លូវឥឡូវនៅត្រូវមើលកន្លែងខ្មោចលងនេះទៀតបើគ្មានលុយទេកុំប្រញាប់ទិញអីមិនអាចសន្សំពី3ឆ្នាំទៀតទេអីតំបន់ដាច់ស្រយាលទាំងនេះទិញហើយគឺយំរកកោះរកាយមិនឃើញដីនៅត្រង់នោះជារបស់អ្នកណាជារបស់អ្នកណាទៅក៏ជារបស់ពួកអ្នកភូមិធ្វើស្រែចម្ការនឹងឥឡូវយុវជនចេញទៅធ្វើការក្រៅអស់ហើយនៅសល់តែមនុស្សចាស់តិចតួចប៉ុណ្ណោះបើលោកមានលុយពិតមែនទិញមកទាំងភូមិបែបនេះប្រហែលជាមិនអស់ប៉ុន្មានទេលោកអាចរកឈ្មោះម្ចាស់ដីបានទេលោកចង់ទិញមែនទេលោកលីងលោកមិនមែនមានលុយទេតែលោកទំនេរពេកហើយមិនក៏ដើរចេញមិនធ្វើជំនួញទៀតទេអីធ្វើអីទៀតអត់ទេអ្នកណាចង់តាមមើលដីស្អុយជាមួយលោកក៏មើលទៅមើលយ៉ាងម៉េចដែរកន្លែងដែលមើលមិញនេះយកទាំងអស់រួមទាំងភូមិនេះផងមែនទេមែនហើយចរចាដោយរបៀបណាឲ្យលឿនបំផុតត្រូវចុះកិច្ចសន្យាឲ្យបានច្រើនតាមដែលអាចធ្វើទៅបានចុះលោកកុំចេញមុខផ្ទាល់អីលោកពេលនេះទំនេរពេកប្រើឈ្មោះអ្នកក៏ទិញវិញទៅដាំឈើធំខ្យល់បក់ខ្លាំងអ្នកណាក៏ដឹងថាអ្នកកំពុងប្រមូលទិញដីដែរយល់ហើយម៉ាក់កូនចង់ពិភាក្សាជាមួយម៉ាក់រឿងមួយបន្ទាប់ពីនេះមានផ្ទះនិងដីមួយចំនួនកូនចង់ដាក់ឈ្មោះម៉ាក់ឈ្មោះប៉ាហើយនិងឈ្មោះលីនយីហ្វឹងស្អីគេកូនទិញផ្ទះទៀតហើយអាលីនឈួតហើយមែនទេទិញទៀតហើយថែមទាំងជាកន្លែងដាច់ស្រយាលបែបនេះទៀតលីនយានចង់សាងសង់ទីស្នាក់ការនៅតំបន់សាកលវិទ្យាល័យគេថែមទាំងចង់ទិញមកទាំងភូមិទៀតផងគេគិតចង់ធ្វើគម្រោងនៅភូមិដូឌូសៀរអីឬមួយក៏ក្រោមដីនឹងមានប្រេងកាតគេជាអ្នកធ្វើបណ្ដាញសាលារៀនធ្វើទីផ្សារធ្វើចរាចរណ៍អនឡាញស្រាប់តែរត់ទៅប្រម៉ូទទិញដីស្អុយនៅតំបន់សាកលវិទ្យាល័យអ្នកណាក៏ឆ្ងល់ដែរគ្មានអ្នកណាយល់ទេលីនយាននេះរៀបនឹងបដូរអាជីពទៅជាអ្នកអភិវឌ្ឍអចលនទ្រព្យឲ្យមែនទេក្មេងមានលុយគឺចេះតែរំភើបបែបនេះហើយដល់ពេលដែលពួកគេយករឿងទាំងអស់នេះដល់ពេលពួកគេយករឿងនេះគឺវាហួសពេលទៅហើយអាពួកកូនចៅនេះគ្មានសល់សំបីតែមុខមាត់ការផ្ដល់មូលនិធិជំទាវកំពុងស្ថិតក្នុងដំណាក់កាលសំខាន់ស្រាប់តែមានក្រុមហ៊ុនខ្លាំងៗជាច្រើនលេចមុខលើទីផ្សារអ្នកវិនិយោគនិងសន្និដ្ឋានតែមួយគត់បើជូននឹងសឹងងាយនឹងចម្លងបាននោះមានតែត្រូវដណ្ដើមយកមកវិញឥឡូវនេះត្រូវតែធ្វើសង្គ្រាមតម្លៃបើពួកគេលក់ថោកយើងត្រូវតែលក់ឲ្យថោកជាងពួកគេមិនវិបកឲ្យខ្លាំងក្លាទេពួកគេនឹងគិតថាពួកយើងខ្លាចពួកគេមែនលោកយុនសង្គ្រាមនេះទោះមិនចង់ធ្វើក៏ត្រូវតែធ្វើការឧបត្ថម្ភធនអាចដណ្ដើមទីផ្សារមកវិញបានប៉ុន្តែវាក៏អាចអូសក្រុមហ៊ុនឲ្យខាតបង់រយៈពេលវិញដែរមិនឧបត្ថម្ភក៏ស្លាប់នៅពេលនេះដែរចាំបាច់ខ្វល់រឿងអនាគតធ្វើអីបើបើផ្លូវនេះហើយជូននឹងសឹងនឹងគ្មានថ្ងៃអាចងើបចេញពីភក់ច្រំបានឡើយអញ្ចឹងគឺត្រូវលះបង់គុណភាពបើថ្ងៃនេះឲ្យខ្ញុំលះបង់គុណភាពថ្ងៃស្អែកនឹងមានគេឲ្យខ្ញុំលះបង់កេរ្តិ៍ឈ្មោះហើយថ្ងៃបន្ទាប់នឹងមានគេឲ្យខ្ញុំលះបង់ជីវិតក្រុមហ៊ុនបើក្រុមហ៊ុនដល់ថ្នាក់នឹងហើយស្លាប់ឬរស់ក៏មិនខុសគ្នាដែរតែត្រូវរក្សាទីផ្សារឲ្យបានសិនបញ្ចប់កិច្ចប្រជុំទើបតែប្រជុំចប់សោះមើលទៅអ្នកហាក់ដូចជាមិនសូវសប្បាយចិត្តសោះដោយសារតែបណ្ដាវេទិកាខ្លាំងៗយ៉ាងនោះនៅសាលារបស់ខ្ញុំក៏មានដែរខ្ញុំនឹងប្រាប់ឲ្យអ្នកទាំងអស់គ្នាប្រឆាំងនឹងផលិតផលអន់ទាំងនោះអ្នកត្រូវតែស៊ូឲ្យបានជូនឹងសឹងអាចមកដល់ថ្ងៃនេះបានមិនមែនដោយសារអ្នកតែងតែស៊ូរកផលប្រយោជន៍ពិតប្រាកដឲ្យសិស្សានុសិស្សទេយ៉ាងណាក៏គុំធ្វើអីឈួតឲ្យសោះខ្ញុំដឹងហើយ
លោកលីនអ្នកពីក្រុមហ៊ុនវិនិយោគខ្វាំងហើយមកដល់ហើយផ្នែកច្បាប់នៃក្រុមហ៊ុនវិនិយោគខ្វាំងហើយនេះគឺជាក្រុមកណេឲ្យសវនកម្មយើងមកនេះគឺដើម្បីដោះស្រាយការធ្លាក់ចុះចំណាយទីផ្សាររបស់ជូននឹងសឹងនាពេលថ្មីនេះដើម្បីធ្វើការវិតម្លៃហានិភ័យជុំថ្មីសូមអញ្ជើញពួកគេមកមិនមែនដើម្បីជួយទេហាក់ដូចជាមកកាត់ទោសប្រហារជីវិតយើងចាំមើលគេទៅតែយើងមិនអាចឲ្យគេមើលងាយយើងបែបនេះទេតើឲ្យធ្វើម៉េចទៀតគ្រប់យ៉ាងច្បាស់ណាស់បើជូននឹងសឹងបន្តបាត់បង់ចំណែកទីផ្សារគុណសម្បត្តិដែលមាននឹងត្រូវវេទិកាคล้ายៗនិងវេទិកាឧបត្ថម្ភផ្សេងលេបត្របាក់យើងត្រូវដឹងថាអ្នកមានវិធានការអ្វីដើម្បីដណ្ដើមទីផ្សារមកវិញបើគ្មានវិធានការទេហាងហើយមិនអាចរក្សាការសម្រេចចិត្តដើមបានទេជូននឹងសឹងត្រូវតែរក្សាសភាពដើមដោយមិនកាត់បន្ថយគុណភាពទំនិញមិនធ្វើការឧបត្ថម្ភទ្រង់ទ្រីធំតើអ្នកកំពុងមើលទីផ្សារឲ្យគេលេបត្របាក់មែនទេទីផ្សារមិនមែនកន្លែងនិយាយរឿងមនោសញ្ចិតណាទេគូប្រជែងកំពុងចំណាយឈាមដណ្ដើមទីផ្សារអ្នកនៅតែឈរស្ងៀមរង់ចាំឲ្យគេដួលដោយខ្លួនឯងមែនទេខ្ញុំមានសន្លឹកបៀក្នុងដៃលោកលីនពេលនេះការនិយាយទេគ្មានន័យទេបើអ្នកមិនអាចបញ្ចេញដំណោះស្រាយហ្វាំងហើយ Invest មិនបិទឱកាសក្នុងការផ្អាកការគ្រប់គ្រងបន្តទៀតទេលោកលីនតើលោកកំពុងគិតអ្វីហ្វាំងហើយចិត្តកាត់ផ្ដាច់ទំនាក់ទំនងហើយលោកនៅតែនិយាយថារក្សាសភាពដើមនេះមិនមែនស្មើនឹងការហុចកាំបិតឲ្យគេទេបើលោកមានសន្លឹកបៀពិតមែនក៏ដល់ពេលត្រូវបញ្ចេញហើយបើអូបន្លាយទៀតហ្វាំងហើយនឹងដកខ្លួនបើយូរនៅខាងនោះក៏នឹងមានចលនាដែរលីនយុនខ្ញុំទើបទទួលបានដំណឹងថាខាងហ្វាំងហើយបានទៅក្រុមហ៊ុនអ្នកហើយបើជូនឹងសឹងមានបញ្ហាតម្លៃហ៊ុនរបស់បាយ៉ូយើងក៏នឹងរងផលប៉ះពាល់ដែរអ្នកត្រូវតែផ្ដល់ដំណោះស្រាយឲ្យខ្ញុំលោកលីននៅចាំខ្ញុំបានទេលោកលីននៅចាំខ្ញុំបានទេមានពេលទេខ្ញុំចង់ជួបអ្នកនិយាយរឿងសង្គ្រោះជូនឹងសឹងរបស់អ្នកនរណាគេអ្នកសង្គ្រោះផ្ញើអាសយដ្ឋានមកខ្ញុំតើជាថៅកែម៉ានៅអគារទីធ្លាធំនោះមែនទេគាត់មកសងគុណមែនទេអ្នកដែលមកពេលនេះមិនប្រកាសថាជាអ្នកមានគុណទេកុំគិតអាក្រក់ពីគេពេកអីថ្ងៃនោះលីនយុននៅជួយការពារគាត់ផងចាំទៅជួបសិនទៅសង្ឃឹមថាជាការជួយក្នុងគ្រាលំបាកខ្លាចតែជាការបន្ថែមទុក្ខទោសលោកលីនអង្គុយចុះពេលនេះអ្នកអាចងើបមុខរួចហើយប្រហែលជាធូរស្បើយបន្តិចផ្លូវហ្វូឈៀនប៉ៅនេះក៏ចិត្តដំណើរការពិតប្រាកដហើយខ្ញុំតែងតែគិតថាមនុស្សដូចអ្នកមិនយូរមិនឆាប់នឹងជោគជ័យមានក្រសែភ្នែកមានភាពក្លាហាននិងហ៊ានដាក់ដើមទុនទាំងដែលអ្នកដទៃកំពុងសើចចំអកហ៊ានណាស់ណាដែលមកភ្នាល់លើអ្នកមិនទាន់ឈ្នះទាំងដែលគេកំពុងសើចចំអកឲ្យថ្ងៃនេះខ្ញុំមកជួយអ្នកជួយដោះស្រាយបញ្ហាទំនិញคล้ายៗនិងសង្គ្រាមតម្លៃឲ្យអ្នកខ្ញុំនឹងដោះស្រាយរាល់បញ្ហាដែលធ្វើឲ្យជូនឹងសឹងជួបវិបត្តិតែលក្ខខណ្ឌគឺខ្ញុំត្រូវតែគ្រប់គ្រងជូនឹងសឹងទាំងស្រុងខ្ញុំមិនមែនមកកេងចំណេញលើទុកអ្នកទេតែមកប្រាប់ការពិតមនុស្សដូចអ្នកស័ក្តិសមនឹងអ្នកបើកផ្លូវអ្នកស័ក្តិសមនឹងអ្នកមើលឃើញឱកាសមុនគេតែអ្នកមិនស័ក្តិសមនឹងធ្វើសង្គ្រាមតម្លៃទេអ្នកមិនព្រមធ្វើទំនិញអន់អ្នកមិនព្រមធ្វើខ្លួនជាមនុស្សអន់ពៀដើម្បីដណ្ដើមទីផ្សារអ្នកមានគោលការណ៍តែសង្គ្រាមតម្លៃគឺស៊ីអ្នកមានគោលការណ៍មុនគេឥឡូវអ្នកមានពីរជម្រើសទី1គឺបន្តទ្រាំស៊ូទ្រាំរហូតដល់ភីគីផ្សេងបោកមកលេងអ្នកហើយឲ្យវេទិកាទំនិញคล้ายៗស៊ីទីផ្សារអ្នករហូតអស់ទី2គឺលក់យកលុយហើយដកខ្លួនឲ្យមានកិត្តិយសប្រគល់ជូននឹងសឹងមកខ្ញុំនឹងជាអ្នកលេងល្បែងខ្វាក់នេះជាការសង្គុណកុំគិតថាជាការមាក់ងាយការរកស៊ីមិនចាំបាច់ត្រូវតែនៅជាប់ដល់ទីបញ្ចប់នោះទេបើអ្នកចង់យកជូននឹងសឹងទៅចុះបញ្ជីផ្សារហ៊ុនអ្នកត្រូវដឹងថាពេលនេះជាពេលដែលល្អបំផុតក្នុងការដកខ្លួនមុខអ្នកហេតុអ្វីស្លេកម្លេះមានគេចង់ទិញជូននឹងសឹងមែនទេអ្នកស្ដាយមែនទេក្នុងកន្លែងដែលគេខំគ្នាទៅវិញទៅមកមនុស្សខ្លះមិនស័ក្តិសមនឹងឈរនៅកន្លែងដដែលរហូតទេចំណុចខ្លាំងបំផុតរបស់អ្នកមិនមែនការនៅជាប់កន្លែងនេះទេគឺការមើលឃើញជំហានបន្ទាប់មុនអ្នកដទៃបើទីនេះមានតែរឿងរ៉ាវអាក្រក់ការដែលអ្នកនៅទីនេះវាជាការបញ្ជាក់ពីសមត្ថភាពឬជាការខ្ជិះខ្ជាយខ្លួនឯងមិនថាបញ្ជាក់ពីសមត្ថភាពឬខ្ជិះខ្ជាយខ្លួនឯងទេតែអ្វីដែលអ្នកពូកែបំផុតមិនមែនការនៅចុះចាញ់ជាមួយមនុស្សអាក្រក់នោះទេគិតច្បាស់ហើយឬគិតច្បាស់ហើយខ្ញុំនឹងប្រគល់ជូននឹងសឹងឲ្យអ្នកលក្ខខណ្ឌគឺទី1ក្រុមការងារចាស់មិនអាចរំសាយចោលទី2ខ្សែចិញ្ចឹមជីវិតសិស្សក្រីក៏មិនអាចកាត់ផ្តាច់ទី3កេរ្តិ៍ឈ្មោះរបស់ជូនឹងសឹងមិនអាចឲ្យខូចបានអ្នកអាចលេងសង្គ្រាមតម្លៃបានតែហាមធ្វើជាវេទិកាបោកប្រាស់អ្នកនេះមិនមែនលក់ក្រុមហ៊ុនទេដូចជាលក់កូនខ្លួនឯងហើយបង្កប់ឪពុកចង់ឲ្យចិញ្ចឹមចឹងបើចង់លេបត្របាក់ក៏កុំឲ្យវាមើលទៅអាក្រក់ពេកបានខ្ញុំយល់ព្រមនេះជាអ្វីកន្លែងទាំងនេះញ៉ាំឲ្យអស់តាមដែលធ្វើបានអ្នកលក់ក្រុមហ៊ុនធម្មពលឲ្យខ្ញុំ
ហើយថែមទាំងផ្ញើកាដូទី2មកឲ្យទៀតឲ្យខ្ញុំជំពាក់គុណអ្នកចុះយើងនឹងសហការគ្នាបន្តទៀតខ្ញុំចង់សួរថាហេតុអ្វីបានជាអ្នកជឿជាក់ម្ល៉េះព្រោះខ្ញុំជាមនុស្សដែលធ្លាប់ឆ្លងកាត់មច្ចុរាជមកឯងនេះក៏ចេះអួតបានសំដែរឯងចុះហត្ថលេខាមែនទេយើងចាប់ពីហាងអ៊ីនធឺណិតពីការលក់ផ្លែឈើពីនិស្សិតតស៊ូដល់ថ្ងៃនេះត្រឹមតែមួយម៉ាត់របស់ឯងក៏ឲ្យគេទៅងាយចុះការឡើងផ្សារហ៊ុនវិញចុះបណ្ដាញអ៊ីនធឺណិតវិញចុះការបដូរភាគហ៊ុនប៉ាយ៉ូវិញផ្លូវដែលឯងក្រៅពីមុខឯងកាត់ផ្ដាច់ដោយខ្លួនឯងហើយបើខ្ញុំនៅទីនេះដើម្បីតែបង្ហាញថាខ្ញុំអាចនៅដល់ចុងក្រោយនោះទើបជាការចាញ់ពិតប្រាកដចុះហត្ថលេខាហើយល្អណាស់ខ្ញុំមិនមែននិយាយលួងលោមឯងទេតែខ្ញុំគិតថាល្អមែនឯងមិនមែនជាប្រភេទមនុស្សដែលស័ក្តិសមនឹងរលួយនៅក្នុងកណ្ដេខូចនេះទេឯងគួរតែមើលទៅមុខកុំមកជាប់គាំងរលួយជាមួយពួកគេនៅទីនេះឯងខឹងខ្ញុំទេមិនខឹងទេតាំងពីខ្ញុំប្រាប់ឲ្យឯងទៅខ្ញុំដឹងថាថ្ងៃណាមួយឯងនឹងទៅពិតប្រាកដនេះជាការទូទាត់សកម្មភាពសិស្សចុងក្រោយស៊ីញ៉េទៅមនុស្សដូចឯងមិនគួរជប់ត្រឹមនេះទេថ្ងៃក្រោយបើមានរឿងពិបាកចិត្តក៏អាចរកខ្ញុំបានដែរអាចឆ្កែឲ្យរហូតមកដល់ពេលនេះខ្ញុំនៅតែគិតថាដូចជាកំពុងយកសពលោកលីងឯងមិនមានអារម្មណ៍អីបន្តិចសោះមែនទេមានអារម្មណ៍ហើយបានអីការប្រកួតការងារចុងក្រោយស៊ីញ៉េរួចឯងក៏អស់ជាប់ពាក់ព័ន្ធនឹងទីនេះពិតប្រាកដហើយលីងយូអាននេះជាអ្វីនេះជាអ្វីនេះជាអ្វីនាឡិកាដៃហ្នឹងមិនមែនអ្នកតែងតែប្រញាប់ប្រញាល់នឹងពេលវេលាឱកាសនិងជំហានបន្ទាប់ទេខ្ញុំគ្រាន់តែគិតថារបស់នេះប្រហែលជាអាចជួយអ្នកបានខ្លះបើខ្ញុំមិនមានរបស់ទាំងអស់នេះឥឡូវនេះគ្មានជូននឹងសឹងគ្មានក្រុមហ៊ុនគ្មានដើមទុនហើយគ្រាន់តែជាមនុស្សធម្មតាម្នាក់ដែលស្ងប់ស្ងាត់តើអ្នកនឹងពិចារណាលើខ្ញុំទេមិនទេព្រោះអ្វីដែលខ្ញុំកោតសរសើរតាំងពីដើមមកគឺអ្នកខ្លាំងគឺជាមនុស្សដែលអាចធ្វើកិច្ចការសម្រេចបានពិតប្រាកដខ្លួនខ្ញុំផ្ទាល់ក៏ចង់ក្លាយជាមនុស្សដែលប្រសើរជាងនេះដែរដូច្នេះមនុស្សដែលខ្ញុំចូលចិត្តមិនអាចគ្រាន់តែជាមនុស្សដែលរស់នៅសុខស្រួលទៅថ្ងៃបានទេនិយាយបានល្អតើមានគម្រោងអ្វីទៅថ្ងៃមុខទេនៅមិនទាន់កំណត់ទេបើមានដំណឹងខ្ញុំនឹងប្រាប់អ្នកអំណោយនេះខ្ញុំទទួលហើយពេលដែលមើលម៉ោងខ្ញុំនឹងនឹកឃើញដល់អ្នកលក់ជូននឹងសឹងអស់ហើយដេកក៏ទិញផ្ទះក៏ស្តុកទុកហើយលោកលាវលៀងតើពេលនេះពួកយើងមានលុយប៉ុន្មានដែរគ្រប់គ្រាន់សម្រាប់ពួកយើងទៅសប្បាយម្ដងទៀតតើអ្នកត្រៀមនឹងទៅសប្បាយនៅណានេះជានាមកប្រឡំលោកអ្វីមិនមែនប្រឡំលោកទេគឺហ្គេមឆាប់នេះនឹងមានហ្គេមមួយដែលគ្រប់ដណ្ដប់ទូទាំងប្រទេសតែបើអភិវឌ្ឍពី0គឺយឺតពេកបើឲ្យក្រុមហ៊ុនធំដឹងខ្លួនមុនពួកគេនឹងចម្លងលឿនជាងយើងបង្កើតហ្គេមដោយខ្លួនឯងទៅកុំធ្វើគ្រប់យ៉ាងពី0ចាប់ផ្ដើមពី demo សិនធ្វើតែខ្លឹមសារសំខាន់និងរបៀបលេងដែលងាយយល់បំផុតរួចហើយទៅរកក្រុមហ៊ុន Penguin ផ្ទាល់តែម្ដងទៅរក Penguin យ៉ាងម៉េចទៅជឿមិនបានទេមិនមែនទេហ្គេមនេះសប្បាយត្រង់ណាមនុស្ស5នាក់ v5 នាក់ v គ្នាយូរហើយត្រូវរុញពំទៀតមិនអាច v គ្នាតូខ្លាំងតែម្ដងទៅវាមិនមែនគ្រាន់តែប្រកួតល្បឿនដៃទេវាគឺការសហការចង្វាក់ការមើលឃើញធនធាននិងការវិបកអ្នកនិយាយដូចជាការធ្វើសង្គ្រាមអញ្ចឹងនេះហើយគឺហ្គេមសង្គ្រាមមែនហើយបើពិតជាដូចអ្នកនិយាយនេះមិនមែនជាហ្គេមអនឡាញធម្មតាទេការផ្សព្វផ្សាយខ្លាំងងាយនឹងបង្កើតជាក្រុមវាលឿនណាស់លឿនរហូតដល់ទីផ្សារទាំងមូលមិនទាន់ទាំងបានដឹងខ្លួនក៏ត្រូវបានទាញចូលទៅក្នុងហ្គេមនេះបាត់ទៅហើយធ្វើ demo សិនបង្កើតខ្លឹមសារសំខាន់និងចង្វាក់ប្រយុទ្ធដែលតាក់ទាញបំផុតរួចទៅរកខៃផ្ទាល់ Penguin ពួកអ្នកឈួតហើយមែនទេមានតែក្រុមហ៊ុនកម្រិតនោះទេដែលអាចទទួលយករបស់បែបនេះបានហើយការទៅរកគេផ្ទាល់គឺប្រសើរជាងការត្រូវគេតាមដានចុះទើបតែចាក់ចេញពីជូននឹងសឹងសម្ដេចក៏គិតចង់មករកខ្ញុំដើម្បីវាគ្នាទៀតហើយលើកនេះមិនមែនមកវាគ្នាទេគឺមកជូនអ្នកនៅលើកនេះមិនមែនមកលេងបាល់ទេតែមកផ្ដល់ឱកាសឲ្យអ្នកគិតថាខ្លួនឯងជាព្រះនៃទ្រព្យសម្បត្តិមែនទេលោកក្រុមហ៊ុនរួចហើយនៅយកគម្រោងថ្មីមកបោកប្រាស់គេឲ្យវិនិយោគទៀតនេះវាមិនមែនគ្រាន់តែមនុស្សប៉ុន្មានអ្នករុញគ្នាលើផែនទីទេហោះចង្វាក់វាក៏ចម្លែកដែរមិនឃើញមានការកម្ចាត់សត្វចម្លែកដើម្បីឡើងកម្រិតដូចមុនសោះគ្មានផែនទីធំឲ្យដើរគ្មានសម្ភារៈឲ្យប្រមូលអ្នកលេងមានមូលហេតុអ្វីត្រូវលេងវាបន្តលីងយានឲ្យបើគ្មានចរន្តអ្នកលេងពីសាលាអ្នកយកផលិតផលមិនទាន់រួចរាល់បែបនេះមកបោកគេអ្នកអាចមើលមិនយល់តែឈប់និយាយថាវាមិនមានតម្លៃទៅតើអ្នកកំពុងនិយាយជាមួយអ្នកណាខ្ញុំទទួលស្គាល់ថាគំនិតនេះប្លែកបន្តិចវាពិតជាមានអ្វីពិសេសតែបាយូធ្វើមិនកាត់ទេ
ពួកយើងមិនដែលធ្វើហ្គេមបែបនេះទេគ្មានក្រុមដែលមានបទពិសោធន៍ផ្នែកនេះហើយក៏គ្មានការប្រតិបត្តិឬផែនការប្រកួតដែលច្បាស់លាស់ដែរអ្នកឲ្យខ្ញុំវិនិយោគលើវិស័យដែលមិនស្គាល់សោះវាប្រថុយខ្លាំងណាស់និយាយឲ្យចំគឺបាយូមិនចាំបាច់មកភ្នាល់ជាមួយអ្នកទេលីនយានកុំគិតថាអ្នកលក់ជូនឹងបានហើយខ្លាយជាអ្នកមានមន្តអាគមទៅលោកចាងតើលោកពិតជាមិនពិចារណាសាកល្បងទេលីនតូចឲ្យប្រសិនបើហ្គេមនេះរបស់អ្នកមានចំណែកអ្វីដែលពួកយើងធ្លាប់ធ្វើខ្លះខ្ញុំនឹងជួយអ្នកឲ្យអស់ពីសមត្ថភាពតែខ្ញុំមិនអាចយកក្រុមហ៊ុនមកភ្នាល់លើគម្រោងដែលដើរខុសផ្លូវពីពួកយើងទាំងស្រុងបែបនេះទេយល់ហើយខ្ញុំយល់ហើយលោកចាងយល់ព្រមទេពួកគេមិនព្រមធ្វើទេខ្ញុំប្រាប់អ្នកតាំងពីយប់មិញហើយថាគួរទៅរកក្រុមហ៊ុន Penguin មុនឥឡូវនេះចប់ហើយរឿងនេះលេចទៅក្រៅបាត់បើយូដឹងរឿងនេះហើយខាងមុខនឹងកាន់តែពិបាកតើអ្នកកំពុងគិតស្អីហ្នឹងខ្ញុំកំពុងសងគុណគេហ្គេមនេះថ្ងៃមុខនឹងផ្ទុះខ្លាំងពិតប្រាកដជាកម្រិតដែលទាំងអ្នកនិងខ្ញុំស្មានមិនដល់ប្រសិនបើខ្ញុំមិននិយាយអ្វីទាំងអស់ហើយរំលងលោកចាងទៅរកអ្នកដទៃពេលវាជោគជ័យឡើងមកតើលោកចាងនឹងគិតយ៉ាងណាគាត់ធ្លាប់ជួយខ្ញុំមិនអាចឲ្យគាត់ងាកក្រោយមកមើលហើយគិតថាខ្ញុំមានរបស់ល្អបែរជាលាក់បាំងគាត់បានទេខ្ញុំស្មានថាខ្ញុំយល់ពីពិភពលោកនេះច្បាស់ហើយមិននឹកស្មានថាអ្នកគិតដល់រឿងវែងឆ្ងាយជាងនេះសងគុណរួចហើយជំហានបន្ទាប់គឺដោះស្រាយជាមួយហ្គេមអ្នកប្រកាសមែនទេថាទីនេះគឺទីនេះហើយពេលនេះអ្នកកំពុងភ្នាល់នឹងពេលវេលាមិនមែនកំពុងមកជែកពីមនោគមវិជ្ជាទេខ្ញុំក៏មិនមែនមកតាមរកអ្នកដែលយល់តែពីមនោគមវិជ្ជាដែរខ្ញុំមកតាមរកអ្នកដែលអាចធ្វើឲ្យវាចេញជារូបរាងបានខ្ញុំមិនស្វែងរកអ្នកមនោគមវិជ្ជាទេខ្ញុំមកស្វែងរកអ្នកដែលធ្វើការឲ្យចេញជាលទ្ធផលយឺតអស់8នាទីហើយនេះមិនមែនជាការបង្កើតហ្គេមទេនេះគឺការចម្លងគេលោកហាន់គុំនិយាយឲ្យខ្លាំងពេកវាមិនទាន់ច្បាស់ទេផែនទី3ផ្លូវការបែងចែកតួនាទីវីរបុរសការរំសាយទាហានពីគំនិតដល់តវិជ្ជារចនាគឺចម្លងតាមហ្គេម Conchong Jui ទាំងស្រុងលោកគ្រាន់តែសម្រួលរបៀបលេងបង្រួមចង្វាក់និងបន្ថយកម្រិតលំបាកប៉ុន្តែខ្លឹមសារវានៅតែជាឆ្អឹងខ្នងរបស់ Conchong Jui ដដែលមែនហើយដំណាក់កាលនេះវាគ្រាន់តែត្រូវបានដកស្រង់ចេញពីតវិជ្ជានៃការលេងរបស់ Conchong Jui ប៉ុន្តែលោកយល់ច្រឡំរឿងមួយអ្វីដែលខ្ញុំកំពុងធ្វើឥឡូវនេះមិនមែនជាផលិតផលសម្រេចទេគឺ demo គ្រាន់តែជា demo ក៏អាចមានគេខ្មាស់បានដែរអ្វីដែល demo ត្រូវបង្ហាញមិនមែនថាវាមានរូបរាងយ៉ាងណានៅពេលបញ្ចប់នោះទេគឺថាវិធីលេងនេះអាចដំណើរការបានឬអត់ក្រោយមកយើងអាចកែសម្រួលឲ្យคล้ายជាដើមទាំងស្រុងបានអ្វីដែលខ្ញុំត្រូវផ្ទៀងផ្ទាត់ឥឡូវនេះមានតែរឿងមួយតវិជ្ជានៃការប្រកួតនេះបើដាក់លើអេក្រង់មួយទៀតតើវានឹងផ្ទុះឡើងដែរឬទេអេក្រង់មួយទៀតទូរស័ព្ទដៃលោកចង់យកហ្គេមប្រភេទនេះទៅដាក់លើទូរស័ព្ទដៃការពេញនិយមនៃ smartphone នឹងលឿនជាងអ្វីដែលគ្រប់គ្នាគិតទៅទៀតលឿនរហូតដល់អ្នកដែលគិតថាគ្មាននរណាគេលេងហ្គេមបែបនេះលើទូរស័ព្ទថ្ងៃនេះនឹងក្លាយជាហ្គេមដែលយុវជនទូទាំងប្រទេសចុចលេងដោយស្វ័យប្រវត្តិនៅថ្ងៃស្អែកនៅលើកុំព្យូទ័របានបញ្ជាក់ហើយថាវិធីលេងនេះធ្វើឲ្យមនុស្សជក់ចិត្តប៉ុន្តែកុំព្យូទ័រមានកម្រិតខ្ពស់ពេកម៉ាស៊ីនពេលវេលានិងទីតាំងសុទ្ធតែមានកម្រិតបើវត្ថុនេះត្រូវបានបញ្ចូលទៅក្នុងទូរស័ព្ទដៃវានឹងផ្ទុះឡើងលើសពីអ្វីដែលលោកគិតមិនមែនតែមួយទីក្រុងទេគឺទូទាំងប្រទេសទោះលោកនិយាយពីរោះយ៉ាងណាក៏មិនអាចផ្លាស់ប្ដូរការពិតដែលថាជំនាន់ដំបូងដែលលោកយកមកឲ្យខ្ញុំខ្លឹមសាររបស់វាគឺនៅតែខ្ចីសម្បករបស់ Conchong Jui ខ្ញុំទទួលស្គាល់ព្រោះអ្វីដែលខ្ញុំត្រូវការគឺល្បឿនអញ្ចឹងនៅក្នុងភ្នែកលោកការបង្កើតការបញ្ចេញមិត្តនិងភាសាហ្គេមសុទ្ធតែអាចបោះបង់ចោលដើម្បីល្បឿនមែនទេនៅពេលដែលត្រូវដណ្ដើមពេលវេលាក្នុងទីផ្សារការអាចរស់បានគឺសំខាន់ជាងការស្លាប់ដោយស្អាតស្អំខ្ញុំទៅមុនហើយចាំស្ងប់អារម្មណ៍សិនចាំយើងនិយាយគ្នាបន្តទៀតមិនបាច់និយាយទេខ្ញុំដាច់ខាតមិនជួយលោកធ្វើរបស់បែបនេះទេលីនយ៉នមិនបានមកទីនេះសេះនិស្សិតទើបតែទទួលការងារផ្សព្វផ្សាយភាពយន្តហើយមានសកម្មភាពនៅក្បែរទន្លេឆេងយ៉ាងនេះខ្ញុំក៏ឆ្លៀតមកមើលបន្តិចទៅចៃដន្យមែនចុះមកមើលកូនជាមួយខ្ញុំទៅចុះបើហ្គេមមិនមែនគ្រាន់តែបង្ហាញលើអេក្រង់ចុះបើវាអាចឲ្យមនុស្សចូលទៅក្នុងបានអ្នកកាត់អីហ្នឹងខ្ញុំនឹកឃើញហើយនឹកឃើញរឿងអីមិនដឹងធ្វើម៉េចឲ្យហែនដងយកព្រមមិនក៏មកទៀតហើយមិនអ្នកមកណាត់ខ្ញុំទៅមើលកូនមែនទេអ្នកថាអ្វីដែលខ្ញុំធ្វើឥឡូវនេះវាដូចហ្គេមសង្គ្រាមពេកអត់មានព្រលឹងមែនទេបានបើអញ្ចឹងខ្ញុំឲ្យគំនិតថ្មីមួយចុះបើ
ថ្ងៃក្រោយមានហ្គេមមួយដែលមិនមែនឲ្យមនុស្សអង្គុយមើលមុខកុំព្យូទ័រតែជាហ្គេមដែលឲ្យមនុស្សពាក់ឧបករណ៍ហើយដើរចូលទៅក្នុងពិភពនិមិត្តដ៏ធំមួយដូចកំពុងរស់នៅក្នុងភាពយន្តអញ្ចឹងដូចបានចូលទៅក្នុងជីវិតមួយទៀតតាមរយៈហ្គេមតើវាជាអ្វីទៅពេលអ្នកលេងចូលទៅមិនមែនគ្រាន់តែប្រយុទ្ធទេតែអាចរស់នៅជួញដូរចាប់ក្រុមផ្សងព្រេងហើយឃើញគេខ្លាចជាតួឯកក្នុងក្រសែភ្នែកអ្នកអតីតទៀតអ្នកមិនមែនចង់ប្រកួតប្រជែងហ្គេមថ្មីទេហេអ្នកមិនមែនគិតថាខ្ញុំចេះតែរត់តាមទម្រង់ហ្គេមដែលគេមានស្រាប់ទេហេបើសិនជាអញ្ចឹងខ្ញុំឲ្យគំនិតថ្មីមួយតើអ្នកចង់និយាយថាការបង្កើតហ្គេមដែលឲ្យមនុស្សចូលទៅក្នុងពិភពនោះមែនទែនបើធ្វើបានមែនបើពិតជាអាចឲ្យមនុស្សចូលទៅក្នុងបាននោះវាមិនមែនត្រឹមតែជាហ្គេមនាពេលបច្ចុប្បន្នទេវាគឺជាយុគសម័យថ្មីអ្នកជួយខ្ញុំដោះស្រាយ demo នេះទៅខ្ញុំនឹងដាក់លុយចូលក្នុងគម្រោងនេះអ្នកគឺជាមនុស្សដែលចង់បង្កើតអនាគតប៉ុន្តែលក្ខខណ្ឌគឺត្រូវធ្វើ demo Hero Glory ឲ្យចេញជាមុនសិនហាអ្នកពិតជាចិត្តដាច់មែនអ្នកកំពុងឲ្យខ្ញុំជ្រើសរើសរវាងក្តីស្រមៃនិងគោលចំហរបស់ខ្ញុំមែនទេបើលើកនេះបង្កើនអារម្មណ៍ក្នុងការប្រយុទ្ធឲ្យខ្លាំងជាងមុនវាពិតជាអស្ចារ្យណាស់និយាយទៅដើមឡើយខ្ញុំមិនសូវចាប់អារម្មណ៍វាទេតែពេលធ្វើកាន់តែជ្រៅទៅវាពិតជាជក់ចិត្តមែនហានស្ដាប់ណាមានការងារមួយតើអ្នកទទួលធ្វើទេខាងក្នុងប្រទេសគេចង់ឲ្យធ្វើហ្គេមដិតដល់ទៅបង្កើតហ្គេម demo មួយដាក់ឈ្មោះថាវីរបុរសរុងរឿងឯងនិយាយម្ដងទៀតមើលថាឈ្មោះអីវីរបុរសរុងរឿងមែនទេមិនក៏ឯងធ្លាប់ពឺដែរគេហ៊ានចេញថ្លៃខ្លាំងណាស់គេថាគ្រាន់តែក្រុមឯងព្រមធ្វើលុយកាក់មិនមែនជាបញ្ហាទេបងតុងបិទកុំព្យូទ័រចោលបោះឧបករណ៍ខាងក្រៅចោលឲ្យអស់ភ្លាមនេះវាជារឿងអីមានគេកំពុងធ្វើហ្គេមវីរបុរសរុងរឿងដែរគេតាមមកដល់ទីនេះមានន័យថាម៉េចក្រុមយើងមានអ្នកលក់ព័ត៌មានមែនទេគឺជាឯងមែនទេតើឯងកំពុងស៊ីប្រាក់បងលីហើយលួចលួរបស់ទៅឲ្យអ្នកអតីមែនទេទៅឲ្យញ៉ាយបើខ្ញុំលក់មែនខ្ញុំច្បាប់ប្រាប់ពួកឯងមុនមែនទេគ្រប់គ្រាន់ហើយគេនិយាយថាម៉េចគេមិននិយាយច្រើនទេគេគ្រាន់តែថានឹងធ្វើហ្គេម MOBA មួយហើយដាក់ឈ្មោះថាវីរបុរសរុងរឿងគេចង់ជួបខ្ញុំឲ្យធ្វើដោយឲ្យខ្លាចទ្វេដងបើមិនមែនមានអ្នកលក់ព័ត៌មានក្នុងក្រុមទេចុះនេះជាអីឈ្មោះដូចគ្នាទៀតជារឿងចៃដន្យមែនទេមិនអាចជារឿងចៃដន្យទេមានតែពួកយើងមួយចំនួនប៉ុណ្ណោះដែលដឹងពីគម្រោងនេះទាំងវ៉ាងលីនិងអ៊ីនខឺមីងសុទ្ធតែមិនអាចក្បត់ខ្ញុំបានទេតើលើលោកនេះមានមនុស្សដូចខ្ញុំម្នាក់ទៀតមែនទេទទួលការងារគេទៅធ្វើជាយកព្រមណាត់គេមកជួបមានន័យថាម៉េចបងលីបងឈួតមែនទេនេះវានាំចកជប់ទេច្បាស់ណាស់ចុះវាចូលមកដល់ហើយឥឡូវមិនមែនការពារទេគឺត្រូវរកវាឲ្យឃើញបើវាពិតជាបញ្ហាផ្ទៃក្នុងរបស់ពួកឯងមែនខ្ញុំមិនទទួលខុសត្រូវទេហើយលុយផលិតហ្គេមខ្ញុំក៏មិនសងវិញដែរឯងត្រូវស្ដាប់ខ្ញុំទៅណាត់គេមកភ្លាមការងារនោះខ្ញុំអាចទទួលយកបានប៉ុន្តែខ្ញុំត្រូវជួបជាមួយអ្នកជួបផ្ទាល់គ្មានបញ្ហាទេស្អែកយប់នៅសន្តាគារសាងជួនថាតើវាជាមនុស្សឬជាខ្មោចទាំងភ្លាមនឹងឯងបងចង់ឲ្យខ្ញុំធ្វើជាជំនួយការបងមែនទេគេមកជួបឯងមិនមែនមកជួបខ្ញុំទេកាន់តែខ្ញុំមើលទៅមិនសំខាន់គេកាន់តែងាយបង្ហាញខ្លួនលោកហ៊ានខ្ញុំក៏សរសើរលោកយូរហើយសូមណែនាំខ្លួនខ្ញុំឈ្មោះវ៉ាងស៊ីងជាអនុប្រធានក្រុមហ៊ុនលីធួនគ្រប់តាមពិតជាក្រុមហ៊ុនដឹកជញ្ជូនអាហារសោះវាមានពាក់ព័ន្ធអីជាមួយហ្គេមលោកហ៊ានខ្ញុំចូលចិត្តធ្វើការជាមួយមនុស្សឆ្លាតលោកមានបច្ចេកវិទ្យាខ្ញុំមានធនធានលោកហ៊ានខ្ញុំចូលចិត្តធ្វើការជាមួយមនុស្សឆ្លាតអ្នកមានបច្ចេកវិទ្យាខ្ញុំមានធនធានកុំឲ្យខាត់ពេលអីនិយាយមកថាអ្នកចង់បានអ្វីខ្ញុំចង់បានហ្គេមមួយដែលអាចតាក់ទាញទីផ្សារយុវវ័យបានទូរស័ព្ទដៃគ្រាន់តែជាជំហានដំបូងហ្គេមវីរបុរសរុងរឿងក៏គ្រាន់តែជាចំណែកមួយហ្គេមគឺគ្រាន់តែជាច្រកចូលប៉ុណ្ណោះបន្ទាប់មកខ្ញុំនឹងភ្ជាប់វាទៅនឹងការជិះរួមគ្នាយានយន្តថាមពលថ្មីថ្មការបើកបរស្វ័យប្រវត្តិនិងរ៉ូបូតដឹកជញ្ជូនពេលអនាគតការបញ្ជូនអាហារនិងទំនិញមិនចាំបាច់ប្រើមនុស្សទេរថយន្តរត់ដោយខ្លួនឯងប្រព័ន្ធធានាដោយខ្លួនឯងនិងអីគ្រប់គ្រងដោយខ្លួនឯងហេនេះអ្នកកំពុងធ្វើហ្គេមឬត្រៀមធ្វើស្តេចឥឡូវមិនយល់គឺជារឿងធម្មតាទេខ្ញុំទើបតែយល់បានពាក់កណ្ដាលតើអ្នកចង់មានន័យថាការធ្វើហ្គេមវីរបុរសរុងរឿងមិនមែនដើម្បីតែហ្គេមនោះទេគឺដើម្បីធ្វើជំនួញដែលធំជាងនេះត្រូវហើយយ៉ាងហោចណាស់ក៏មានអ្នកឆ្លាតម្នាក់ដែរប៉ុន្តែហេតុអ្វីត្រូវជាការជិះរួមគ្នានឹងថាមពលថ្មីតើវាពាក់ព័ន្ធនឹងហ្គេមដែរឬទេពាក់ព័ន្ធខ្លាំងណាស់ការយកចិត្តទុកដាក់របស់អ្នកប្រើប្រាស់វ័យក្មេងទម្លាប់ចំណាយច្រកទូទាត់និងគំរូទិន្នន័យទាំងអស់នឹងទៅភ្ជាប់គ្នាជាបណ្ដាញអ្នកណាដែលចាប់មនុស្សបានមុនអ្នកនោះនឹងអាចគ្រប់គ្រងឧស្សាហកម្មទាំងអស់នៅខាងក្រោយការជិះរួមគ្នាថាមពលថ្មីការបើកបរស្វ័យប្រវត្តិនិងការដឹកជញ្ជូនដោយអេអ្នកមិនមែនកំពុងសុបិនទេប៉ុន្តែអ្នកបានឃើញវាហើយឈប់សិននិយាយច្រើនមិនស្មើនឹងការបង្ហាញរបស់ជាក់ស្ដែងទេលោកហ៊ានចុះការមកត្ររបស់អ្នក
លឿនម្លេះប្រកាសជាលឿនហើយមុនពេលអ្នកកំងយើងបានធ្វើរួចរាល់ហើយនេះគឺជាឯកសារយឹមដែលគាត់បានឲ្យខ្ញុំធ្វើល្អអ្នកលាក់កំបាំងបានច្រើនណាស់លោកហ៊ានខ្ញុំចង់ជែកជាមួយអ្នកនេះដោយឡែកបានតោះឡើងទៅមើលទេសភាពពេលយប់លើដំបូលអគារហ្គេមវីរបុរសរុងរឿងខ្ញុំចិត្តធ្វើវាចប់ហើយជំហានបន្ទាប់ខ្ញុំត្រៀមរកជាយ៉ាវខ្ញុំយល់ថាអ្នកកុំរវល់អីលីធួនមានលុយមែនតែមិនមែនមានន័យថាគាត់ធ្វើអ្វីក៏ជោគជ័យដែរការជិះរួមគ្នាធម្មពលថ្មីការបើកបរស្វ័យប្រវត្តិការដឹកជញ្ជូនដោយអេតើអ្នកមិនមែនគិតទុកអស់ហើយទេពិតមែនហើយអ្នកក៏ជាអ្នកដែលចាប់ជាថ្មីដូចគ្នាទើបតែដឹងឥឡូវនេះឯងឥឡូវដឹងហើយកុំមកប៉ះពាល់របស់ខ្ញុំទៀតគួរឲ្យចាប់អារម្មណ៍កិត្តិយសវីរបុរសគឺជារបស់ខ្ញុំលីទូនមិនដែលប៉ះពាល់វិស័យហ្គេមទេរឿងនឹងអ្នកនិងខ្ញុំដឹងច្បាស់អ្នកពិតជាត្រង់ទៅត្រង់មកមែនជាតិមុនខ្ញុំមិនមែនជាអ្នកធំអ្វីទេគ្រាន់តែជាអ្នកដឹកអាហារឲ្យលីទួនថ្ងៃនោះភ្លៀងធ្លាក់ខ្លាំងណាស់ខ្ញុំខ្លាចដឹកហួសម៉ោងគេកាត់លុយលទ្ធផលពេលបត់កង់រអិលក៏ត្រូវឡានកិនដួលចូលក្រោមឡានធំប្រហែលជាសំបីតែព្រះក៏មើលមិនយល់ហេតុអ្វីមនុស្សខំប្រឹងដូចខ្ញុំបែរជាស្លាប់ទៅវិញមិនខុសអ្វីពីឆ្កែមួយក្បាលស្លាប់ឡើយដូច្នេះខ្ញុំបានធ្វើតែមួយរឿងគឺឆ្លៀតឱកាសគ្រប់យ៉ាងដែលខ្ញុំចាំបានឲ្យទាន់ពេលបោះជំហានម្ដងបន្តិចរហូតមកដល់ពេលនេះទូលីទួនមិនដែលជោគជ័យក្នុងវិស័យហ្គេមប៉ុន្តែក្នុងភ្នែកពួកយើងភាពជោគជ័យវាមិនពិបាកទេយើងសហការគ្នាទៅមិនសហការទេអ្នកអាចគិតពិចារណាម្ដងទៀតបានមិនបាច់ទេមិនសហការហេតុអ្វីព្រោះអ្នកប្រញាប់ពេកហើយក៏សម្ញែងពេកឱកាសដែលកើតឡើងមិនមែនត្រឹមតែព្រោះវាពេញនិយមគឺព្រោះដល់ពេលវេលាដែលត្រូវកើតមានទាំងដីទាំងបច្ចេកវិទ្យាទាំងគោលនយោបាយទាំងទីផ្សារសុទ្ធតែគ្រប់គ្រាន់អ្នកគិតរឿងអនាគតហួសហេតុពេករឿងធំពិតប្រាកដមិនងាយនឹងផ្លាស់ប្ដូរដោយសារសកម្មភាពបន្តិចបន្តួចទេធម្មពលថ្មីនឹងកើនឡើងការបើកបរស្វ័យប្រវត្តិការចែករំលែកក៏នឹងមានរឿងអ្វីដែលត្រូវមកវានឹងមកដល់ទោះបីជាយ៉ាងណាក៏ដោយអ្នកនិយាយត្រូវប៉ុន្តែវិធីរបស់អ្នកមិនប្រកាសថាត្រឹមត្រូវទេអ្នកដែលដណ្ដើមបានមុនទើបមានសិទ្ធិនិយាយហេតុផលបានទៅនេះយើងរៀងខ្លួនចុះកិត្តិយសវីរបុរសខ្ញុំមិនព្រមបោះបង់ទេការចែករំលែកធម្មពលថ្មីនិងការបើកបរស្វ័យប្រវត្តិខ្ញុំក៏មិនបោះបង់ដែរបើអ្នកគិតថាខ្ញុំនឹងទទួលផលអាក្រក់អីចឹងអ្នកសាកមើលទៅម្នាក់នោះយ៉ាងម៉េចទៅមិនបាច់ខ្វល់ពីគាត់ទេយ៉ាងណាយើងក៏មិនមែនជាផ្លូវតែមួយដែរកុំទៅខ្វល់ពីអ្នកនោះអីយើងពីរនាក់មិនមែនជាមនុស្សផ្លូវតែមួយទេមិនថាប្រើវិធីណាទេត្រូវស៊ើបប្រវត្តិរបស់លីនយ៉ននិងហានតុងឲ្យច្បាស់បាទនេះជាឱកាសដែលខ្ញុំដូរនឹងជីវិតលើកនេះលីនយ៉នតើឯងនឹងលេងជាមួយខ្ញុំដោយរបៀបណារបៀបលេងជាស្នូចង្វាក់មូលដ្ឋាននិងតវិជ្ជាប្រកួតប្រជែងសុទ្ធតែនៅក្នុងនេះអស់ហើយអ្វីដែលខ្វះពេលនេះគឺសិល្បៈការកែលម្អនិងការផលិតទ្រង់ទ្រីធំលោកលីនធ្វើបែបនេះមិនសូវសមទេណាលោកចង់មានន័យថាម៉េចយល់មកមួយនេះយើងបានឃើញកាលពី2ថ្ងៃមុនហើយថ្ងៃនេះលោកនៅតែយករបស់ដដែលមកជួបខ្ញុំទៀតលោកលីនលោកគិតថាក្រុមហ៊ុនពេញខ្វីនងាយបោកមែនទេមិនអាចទៅរួចទេលោកលីនការពិតនេះអាចឲ្យខាងក្នុងពិនិត្យមើលសិនក៏បានប៉ុន្តែនៅទីនេះថ្ងៃនេះអ្វីដែលលោកយកមកគឺជា demo ដែលគេធ្លាប់បង្ហាញរួចហើយរបស់នេះមិនអាចជារបស់អ្នកដទៃបានទេលោកលីនក្រុមហ៊ុនពេញខ្វីនមិនចូលចិត្តមនុស្សមិនស្មោះត្រង់ទេលីនយ៉នឯងមកជួបខ្ញុំឥឡូវនេះមានរឿងអីកើតឡើងមែនទេឯងមកសុំអង្វរខ្ញុំមកជួបខ្ញុំទៅមើលទៅថ្ងៃនេះលោកលីនប្រហែលជាមានរឿងសំខាន់ជាងនេះពិតមែនសុំទោសលីនយ៉នក្រោកឡើងឯងធ្វើអីនឹងលុយនៅទីនេះទាំងអស់មិនទាន់បានប៉ះពាល់មួយសេនទេនៅទីនេះទាំងអស់មានន័យថាម៉េចពីថ្ងៃមុន demo ត្រូវបានគេយកទៅឯងលក់វាទៅឲ្យគេឪពុកខ្ញុំឈឺធ្ងន់ណាស់មានគេមករកខ្ញុំគេនិយាយថាគ្រាន់តែទិញយកទៅមើលសាកល្បងប៉ុណ្ណោះខ្ញុំស្មានថាវាមិនអីទេមិនធ្ងន់ធ្ងរដល់ថ្នាក់នឹងទេ
anhដឹងទេថាអ្វីដែលអញលក់ទៅនោះវាជាអ្វីខ្ញុំមើលមិនដាច់មែនខ្ញុំពិតជាខុសមែនតែលើយកលុយមកសង្វិញមានប្រយោជន៍អីក្រុមហ៊ុនពេងឃ្វីនកំណត់ថាវាជាអំពើលួចចម្លងរួចទៅហើយនិយាយតាមត្រង់ខ្ញុំមិនខាត់បងអ្វីទេតែលុយនេះជាលុយសង្គ្រោះជីវិតឪពុកក្មេកឯងតើខ្ញុំអាចយកបានដោយរបៀបណាតើខ្ញុំអាចយកវាបានដោយរបៀបណាតែខ្ញុំខ្លាចថាខ្លួនឯងមើលងាយវ៉ងខេងខ្លាំងពេកលោកលិនការចរចាជាមួយ Tencent ទៅយ៉ាងម៉េចហើយបើគេមិនសហការជាមួយខ្ញុំនឹងលេងតាមជំហានរបស់ខ្ញុំមានក្រុមហ៊ុន Lesion ជាក្នុងបង្អែកដ៏ធំក្នុងជុំនេះតើអ្នកយកអ្វីមកប្រកួតជាមួយខ្ញុំអ្នកសាយអ្វីពីមុនខ្ញុំពិតជាទុកចិត្តអ្នកខ្លាំងណាស់តែឥឡូវអ្នកគ្រាន់តែជាអ្នកអួតអាងដែលប្រើល្បិចប្រញាប់ចង់ឈ្នះមនុស្សដូចអ្នកបើមិនដួលទេគឺមិនឈប់ឡើយចឹងសាកល្បងមកចាំមើលថាចុងក្រោយខ្ញុំលេងឲ្យអ្នកស្លាប់ឬអ្នកពិតជាអាចមករ៉ារ៉ាំងខ្ញុំបានអ្នកឈួតទៅហើយមែនទេយើងមិនមែននិយាយថានឹងធ្វើជារឿងបោកបញ្ឆោតទេវាអត់ទៅខ្លាំងទេតើវ៉ងខេងជឿបានដោយរបៀបណាអ្នកខ្ចីឈ្មោះក្រុមហ៊ុនមែននឹងឈ្មោះយន់នឹងឆេងមកធ្វើការវិនិយោគទាំងមូលនីតិយើងមិនអាចលេងតាមបានទេកុំបារម្ភខ្ញុំដឹងពីអ្វីដែលខ្ញុំកំពុងធ្វើលោកម៉ែតើយន់នឹងឆេងកំពុងរៀបការពង្រីកខ្លួនមែនទេថ្ងៃនេះយន់នឹងឆេងពិតជាមានសកម្មភាពថ្មីមែនចំណែករឿងថាតើជាមិត្តចាស់ត្រឡប់មកជួយឬអត់សូមឲ្យអ្នកទាំងអស់គ្នាមើលដោយខ្លួនឯងទៅលោកលេនតើលោកត្រៀមត្រឡប់ទៅយូនឹងឆេងដើម្បីដឹកនាំផ្នែកថ្មីមែនទេលោកមិនមែនចាក់ចេញពីទីនោះហើយទេតើទំនាក់ទំនងរវាងលោកនិងលោកមកពេលនេះជារឿងអ្វីយូនឹងឆេងនឹងមិនស្ថិតនៅត្រឹមតែអតីតកាលឡើយផ្នែកថ្មីបច្ចេកវិទ្យាថ្មីនឹងច្រកចូលថ្មីនាពេលអនាគតតើនរណាជាអ្នកមើលឃើញមុនគេនរណាធ្វើមុនគេលោកវ៉ងខាងក្រៅកំពុងល្បីថាលេងយូវ៉ានត្រៀមខ្ចីចរាចរណ៍របស់យូនឹងឆេងនឹងលុយលោកម៉ាដើម្បីចូលទីផ្សារថ្មីក្នុងស្រុកការចែកចាយឆ្លាតវៃគឺដូចគ្នាបេះបិទនឹងអ្វីដែលលោកកំពុងរៀបចំហើយពីដំបូងនិយាយយ៉ាងច្បាស់ថានឹងមិនទៅដណ្ដើមទីផ្សារដោយអួតអាងឡើយចុះហេតុអ្វីឥឡូវចេះតែទៅរកទុនមកធ្វើទៅវិញចុះវាអាចគ្រាន់តែជាការសាកល្បងខ្យល់ទេការបញ្ចេញព័ត៌មានទាំងនៅមហាវិទ្យាល័យនិងផ្នែកហិរញ្ញវត្ថុព្រមគ្នានេះមិនដូចជាការសាកល្បងទេនេះមិនមែនជាការសម្រាប់ទេក៏មិនមែនជាការចរចាដែរគាត់ចង់ខ្ចីលុយពីក្រុមហ៊ុនចាស់ដើម្បីដណ្ដើមទីផ្សារក្តៅក្នុងស្រុកចុះយើងគួរធ្វើម៉េចបើគាត់ហ៊ានប៉ះវាខ្ញុំនឹងប៉ះមុនខ្ញុំចង់ដឹងណាស់ថាគាត់មានលុយប៉ុន្មានហើយអាចលេងជាមួយខ្ញុំបានយូរប៉ុណ្ណាលោកលីនពួកអ្នកខាងក្រៅនេះហ៊ានសរសេរមែនឥឡូវសំបីតែរឿងលីនយានត្រឡប់មកវិនិយោគក្នុងស្រុកវិញក៏ល្បីសុសសាយដែរទុកឲ្យគាត់ដណ្ដើមក្នុងស្រុកទៅដណ្ដើមកាន់តែច្រើនគាត់កាន់តែឆាប់ស្លាប់លោកវ៉ាងគម្រោងធ្វើដំណើររួមគ្នានេះត្រូវការពេលបន្ថែមខ្ញុំមិនស្ដាប់ការដោះសារទេខ្ញុំមើលតែលទ្ធផលខែក្រោយត្រូវតែដាក់លក់ក្នុងផ្សារហ៊ុនឲ្យបានរថយន្តថាមពលថ្មីត្រូវតែរត់លើផ្លូវក្នុង2អាទិត្យបើទេសមិនឆ្លងទេគឺបន្តបោះលុយចូលទៀតបដូរមនុស្សបដូរក្រុមបដូររោងចក្របើដងស៊ីតេមិននឹងសុវត្ថិភាពមិនទាន់ដល់កម្រិតគឺបោះលុយរហូតដល់តែបានលីនយានបានចាប់ផ្ដើមពង្រីកវិស័យទាំងនេះហើយខ្ញុំអាចទទួលយកបានបើអ្នកដទៃលូកតែខ្ញុំមិនអាចទទួលយកការចាញ់គាត់បានទេលោកវ៉ាងគម្រោងទាំង4នេះសុទ្ធតែដុតលុយសម្ពាធលើកណ្នីនឹងខ្លាំងណាស់សម្ពាធខ្លាំងទើបបញ្ជាក់ថាពួកយើងកំពុងដើរពីមុខគេខ្យល់បក់មកដល់ហើយបើមិនលូកដៃចូលតាចាំឲ្យគេស៊ីសាច់មុនឬលោកវ៉ាងបើបង្ខំខ្លាំងពេកយើងប្រហែលមិនអាចទ្រាំដល់ពេលខ្យល់បក់មកដល់ទេរបស់ទាំងនេះសុទ្ធតែជាគម្រោងដែលនឹងឡើងដល់កម្ពស់ក្នុងរយៈពេល10ឆ្នាំទៀតបើលោកមិនចង់ធ្វើអាចទៅបានឥឡូវនេះកុំឲ្យស្ដាយក្រោយជាការស្រេចក្រុមហ៊ុនពេងឃ្វីនបានរៀបចំ test game ហើយមិនយូរទេវានឹងផ្ទុះខ្លាំងទូទាំងប្រទេសលីនយានកំពុងប្រញាប់ដើម្បីវិបកយើងត្រូវបន្តតាំងជាមួយគាត់ដណ្ដើមអ្វីយើងដណ្ដើមអាហ្នឹងខ្ញុំនឹងធ្វើឲ្យគាត់ដឹងថាតើការអស់ផ្លូវដើរវាមានន័យយ៉ាងណាឈួតហើយឈួតមែនទែនលោកលីនវ៉ាងស៊ីងពិតជាមនុស្សដែលមិនចេះចុះពីលើឡានមែនមិនដឹងថាគាត់យកភាពក្លាហានមកពីណាគាត់កាន់តែចង់
បើគាត់ចង់ដណ្ដើមក៏ទុកឲ្យគាត់ដណ្ដើមទៅខ្ញុំនឹងទៅរកមាសពិតប្រាកដឥឡូវនេះតើវាមានន័យយ៉ាងណាមិនថាការធ្វើដំណើររួមគ្នាធម្មពលថ្មីឬការបើកបរដោយស្វ័យប្រវត្តិទេអ្នកណាក៏អាចហៅឈ្មោះបានដែរតែធ្វើមិនកើតទេវាគ្រាន់តែជាប្រាសាទលើអាកាសប៉ុណ្ណោះការងារនេះនឹងជោគជ័យគឺអាស្រ័យលើបច្ចេកវិទ្យានិងធនធាននៅខាងក្រោមនេះគឺមានអ្វីដែលខ្ញុំចង់បានដូច្នេះសកម្មភាពលេចធ្លោរបស់អ្នកពីមុនមិនមែនដើម្បីចាប់ផ្ដើមនៅទីនេះទេគឺដើម្បីឲ្យវាងស៊ីងហាវនៅទីនេះត្រូវហើយឥឡូវគាត់ខ្វល់ថាអាចក្តោបក្តាប់ទីផ្សារបានឬអត់ចុះអ្នកវិញអ្នកម្នាក់ឯងទៅក្រៅប្រទេសចុះបើនៅទីនោះអ្នកធ្វើមិនបានសម្រេចបើមិនបានសម្រេចពិភពលោកទាំងមូលនឹងភ្ញាក់ផ្អើលមិនខានលោកលីនខ្ញុំអាចរៀបចំកិច្ចប្រជុំមួយបានប្រហែល15នាទីប៉ុន្តែអ្នកដែលអ្នកចង់ជួបគាត់មិនចូលចិត្តខ្ជះខ្ជាយពេកទេ15នាទីគឺគ្រប់គ្រាន់ហើយដាច់ភ្លើងឥឡូវនេះលោកវាងប្រព័ន្ធគ្រប់គ្រងអគ្គិសនីមិនទាន់នឹងនោះទេការធ្វើតេស្តថ្ងៃនេះមិនគួរអ្វីមិនគួរធ្វើតេស្តមែនទេឬក៏មិនគួរឲ្យខ្ញុំដឹងថាពួកអ្នកមិនទាន់ត្រៀមខ្លួនរួចរាល់សោះលោកវាងរថយន្តធម្មពលថ្មីមិនមែនគ្រាន់តែយកលុយបោះចូលទៅគឺអាចប្រើបានភ្លាមនោះទេជប់និយាយរឿងបច្ចេកទេសជាមួយខ្ញុំចង់បានតែលទ្ធផលក្នុងរយៈពេល2អាទិត្យទៀតត្រូវរកមួយគ្រឿងដែលរត់បានមកឲ្យខ្ញុំបើមិនបានទេដូរក្រុមការងារទាំងមូលចេញលោកវាងបើដាក់សម្ពាធខ្លាំងពេកនឹងមានគ្រោះថ្នាក់កើតឡើងបើមានគ្រោះថ្នាក់ក៏ជារឿងរបស់ពួកអ្នកមិនមែនជារឿងរបស់ខ្ញុំទេលោកវាងនៅខេត្តសង្កេលឮដំណឹងមកថាលីនយីយួនត្រៀមប៉ះបច្ចេកវិទ្យាដឹកជញ្ជូនឆ្លាតវៃគ្រប់គ្នាកំពុងតែភ្ញាក់ផ្អើលរឿងដឹកជញ្ជូនក៏ហ៊ានប៉ាដែរនេះវាច្បាស់ជាការបង្ករឿងហើយបន្តបង្កើនការវិនិយោគទៀតប៉ុន្តែរោងចក្ររថយន្តចិត្តទ្រាំមិនបានហើយខ្សែផលិតកម្មធ្វើមិនទាន់ឆ្លងកាត់សុវត្ថិភាពទេទ្រាំមិនបានក៏យកលុយទៅចាក់បន្ថែមទៅលីទួនមិនមែនគ្មានលុយឯណាវាចាប់ដើមជាប់អន្ទាក់ជ្រៅទៅហើយរោងចក្ររថយន្តថ្មនឹងការប្រើប្រាស់រួមគ្នាបន្តតាមទាំងអស់តើវាជារឿងល្អមែនទេនឹងមិនមែនជារឿងល្អទេហេមិនក៏ធ្វើមុខអញ្ចឹងតែខាងយើងក៏ខាត់បងដែរសង្ឃឹមថាលីងយួនអាចយកបច្ចេកវិទ្យាមកបានពិតមែនបើមិនអញ្ចឹងទេប៉ុន្មានខែនេះយើងគ្រាន់តែដុតលុយចោលប៉ុណ្ណោះអញ្ចឹងតើអ្នកចង់បានអ្វីលុយតែគូឬគ្រាន់តែជាការធ្វើដំណើរមួយខ្ញុំមកទីនេះដើម្បីបញ្ជាក់ថាវិស័យនេះស័ក្តិសមនឹងការវិនិយោគរបស់ខ្ញុំឬអត់អ្នកណាក៏និយាយបែបនេះដែរខ្ញុំមកមើលថាបើថ្ងៃក្រោយត្រូវផលិតរថយន្តអគ្គិសនីមែននោះអ្វីដែលធ្វើឲ្យវាតាក់គាំងដំបូងគេគឺថាមពលថ្មឬប្រព័ន្ធសាកថ្មហើយមួយទៀតនៅពេលដែលអេចូលក្នុងរថយន្តអ្វីដែលពិបាកបំផុតមិនមែនការបើកបរទេគឺរបៀបសម្គាល់វត្ថុក្នុងស្ថានភាពស្មុគស្មាញបើប្រើរ៉ាដាប្រភេទនេះវាថ្លៃពេកហើយរំខានខ្លាំងណាស់តើអ្នកធ្វើការងារអ្វីឲ្យពិតប្រាកដខ្ញុំចង់ជួបលោកម៉ាគាត់គួរតែចាប់អារម្មណ៍ក្នុងការពិភាក្សាពីរឿងអនាគតជាមួយខ្ញុំវាងស៊ីងបន្ថែមថាវិការមួយជុំទៀតមើលទៅគាត់ត្រៀមដាក់ទុនក្នុងទីផ្សារក្នុងស្រុកទាំងអស់ឲ្យគាត់ដាក់ទៅដើមទុនយើងអាចទ្រាំលេងជាមួយគាត់បានតែ4ខែទៀតទេបើអ្នកនៅតែមិនទាន់មានវឌ្ឍនភាពទេហ្គេមនេះចប់ហើយខ្វះអ្វីទៀតនៅខ្វះមនុស្សម្នាក់ទៀតទីផ្សារធំណាស់អ្នកខ្លះនៅតែរងចាំមើលសាកល្បងនិងសម្ដែងឲ្យគេឃើញអ្នកខ្លះបានបើករថយន្តដាក់តាំងបង្ហាញរួចទៅហើយចំណុចក្តៅនៃអនាគតមិនរងចាំអ្នកណាទេអ្នកណាដើរយឺតអ្នកនោះនឹងមានតែហូបធូលីនៅពីក្រោយពីថ្ងៃនេះលីងយួនមិនបានប៉ះពាល់លើខ្សែអាជីវកម្មចែករំលែកនិងអាគុយទៀតទេទើបតែប៉ុណ្ណឹងក៏ទ្រាំលេងបានហើយឬចុះដែលថាលោកម៉ាស់នឹងជួយគាំទ្រគាត់នោះលោកវាងរោងចក្រផលិតឡានទូរស័ព្ទមកទៀតហើយឡានគំរូថ្ងៃនេះគ្រាន់តែដាក់បង្ហាញឲ្យឃើញតែរូបរាងប៉ុណ្ណោះព័ត៌មានលំដាប់ថ្នាក់ថ្ងៃនេះមានអ្វីខ្លះគឺការចាប់ផ្ដើមយុទ្ធសាស្ត្រធ្វើដំណើរនាពេលអនាគតរបស់លីធួនអ្នកដឹងទេថាភាគហ៊ុនយើងឡើងថ្លៃប៉ុន្មានថ្ងៃនេះបន្តផ្សព្វផ្សាយព័ត៌មានទៅការចែកចាយថ្មឆ្លាតវៃកំពុងជំរុញគ្រប់ខ្សែប៉ុន្តែស្រាប់តែលីនយួនស្ងាត់ទៅវិញតើវាអាចទៅជាយ៉ាងណាមុននេះគេគំរាមខ្លាំងណាស់មិនមែនគ្រាន់តែដើម្បីបង្ខំឲ្យខ្ញុំបំបែកកម្លាំងទេតែបែរជាគេស្ងាត់ទៅវិញតើវាមានន័យថាអ្វីមានន័យថាគេភ័យខ្លាចហើយអស់គ្រាប់ហើយគេខ្លាចហើយអញ្ចឹងដាក់សម្ពាធបន្តទៀតអ្នកគឺជាលោកលីនមែនទេគាត់បានឃើញសាររបស់អ្នកហើយប៉ុន្តែគាត់មិនជួបជនបរទេសទេគ្រាន់តែដោយសារតែពួកគេនិយាយពីរឿងអនាគតខ្លះ
គាត់បានឃើញសាររបស់អ្នកហើយតែគាត់មិនមែនជួបមនុស្សចម្លែកគ្រាន់តែព្រោះគេនិយាយរឿងអនាគតនោះទេនេះមិនមែនជាការពិពណ៌នារបស់អ្នកវិនិយោគធម្មតាទេព្រោះខ្ញុំមិនមែនមកធ្វើជាអ្នកវិនិយោគធម្មតាទេខ្ញុំដឹងថាតម្លៃពិតរបស់ឡាននេះស្ថិតនៅត្រង់ណាខ្ញុំត្រូវតែជួបបុរសម្នាក់នោះទោះជាត្រូវបង្ហាញកាត់អាតកំបាំងទាំងអស់ដែលមានក៏ខ្ញុំមិនខ្លាចដែរព្រឹកស្អែក20នាទីអរគុណលើកនេះទើបជាការចាប់យកអនាគតមកក្នុងដៃពិតប្រាកដមនុស្ស10000នាក់ជិះព្រមគ្នាទិដ្ឋភាពពិតជាអស្ចារ្យណាស់ថ្ងៃនេះគម្រោងដំណើរកម្សាន្តបៃតងមនុស្ស10000នាក់របស់ក្រុមលីធួនបានចាប់ផ្ដើមជាផ្លូវការហើយទីក្រុងនៃអនាគតមិនគួរជាប់គាំងនឹងការកកស្ទះនិងការរងចាំនោះទេលីធួនមិនមែនគ្រាន់តែផលិតកង់មួយចំនួនទេគឺកំពុងផ្លាស់ប្ដូរទម្លាប់នៃទីក្រុងទាំងមូលអ្នកណាឈប់ធ្វើឲ្យផ្លូវដើរមិនរួចហើយកុំឈប់តើយើងមានផ្លូវទៅកន្លែងចាប់ឡានទេសម្អាតផ្លូវធំសិនទៅលឿនឡើងលោកវាងខាងក្រោយកំពុងរញ៉េញ៉ៃបន្តិចកន្លែងចាប់និងកន្លែងប្រមូលទុកមិនទាន់រៀបចំរួចរាល់ទេអត្រាខូចខាតប្រហែលជាខ្ពស់ណាស់ទៅសម្អាតភាពរញ៉េញ៉ៃនេះភ្លាមកុំឲ្យគេថតចុះបានគម្រោងដំណើរកម្សាន្តបៃតងរបស់លីធួនបានរៀបចំជោគជ័យនៅតំបន់សាកលវិទ្យាល័យថ្ងៃនេះមជ្ឈដ្ឋានខាងក្រៅយល់ឃើញថាលីធួនកំពុងរៀបចំរបៀបធ្វើដំណើរថ្មីសម្រាប់ទីក្រុងរៀបចំស្អីគេរសៀលនេះមិត្តខ្ញុំថែមទាំងផ្ញើសារមកខ្ញុំថាជួរមុខសាលាស្ទះដូចផ្សារលក់ម្ហូបអញ្ចឹងវាអត់សំខាន់ទេសំខាន់គឺមើលក្នុងកាមេរ៉ាទៅឃើញដូចជាអនាគតបើបន្តដាក់តាមຂະຫນាតនេះវានឹងខាត់ច្រើនណាស់បើដាក់ពីពេញប្រទេសប្រហែលខាត់រាប់រយលានលើសលុបម្លឹងការរៀបចំផ្លូវមិនទាន់រួចរាល់ទេការរៀបចំកន្លែងចាប់មិនសមហេតុផលការចាប់ផ្ដេសផ្ដាសនឹងនាំឲ្យមានការតវ៉ាយ៉ាងច្រើនពិតប្រាកដផ្លូវមិនទាន់រៀបចំកន្លែងចាត់ឡានមិនសមស្របចាប់ផ្ដេសផ្ដាសនឹងនាំឲ្យមានការត្អូញត្អែរច្រើនហើយឡានខូចត្រូវជួសជុលបើជួសជុលមិនកើតត្រូវដកហូតទាំងអស់សុទ្ធតែជាការដុតលុយដូច្នេះគាត់មិនមែនចង់រកលុយមុនទេគឺចង់បានតម្លៃភាគហ៊ុនចុះលោកលីនវិញវ៉ាងស៊ីនកំពុងអួតអាងខ្លាំងបើគាត់មិនចេញមុខគេនឹងគិតថាគាត់ចាប់ហើយគួរតែចិត្តដឹងលទ្ធផលហើយមីស្តម៉ាអ្នកប្រហែលជាលោកលីនរីករាយដែលបានជួបលោកមានពេល20នាទីបានអនាគតនៃឡានអគ្គិសនីអ្វីដែលសំខាន់បំផុតមិនមែនថ្មទេចុះបើមិនមែនថ្មតើជាអ្វីពណ៌ឡានថ្មសំខាន់ពិតមែនប៉ុន្តែវាមិនមែនជាផ្នែកដែលមានតម្លៃបំផុតជារៀងរហូតនោះទេអញ្ចឹងសូមទៅចុះអ្វីទៅជាព្រលឹងរបស់វាព្រោះវាអាចវិភាគផ្លូវនឹងគេចពីគ្រោះថ្នាក់ដោយខ្លួនឯងអ្វីដែលពាក់ព័ន្ធនឹងតម្លៃនឹងត្រូវគេដេញទាន់មានតែអីប៉ុណ្ណោះដែលអាចក្លាយជារបាំងការពារពិតប្រាកដចេញទៅក្រៅឲ្យអស់ខ្ញុំថាឲ្យចេញទៅសូមទោសលោកលីនតាមពិតខ្ញុំចេះភាសាចិនខ្លះយើងអាចនិយាយគ្នាដោយផ្ទាល់បានអ្វីដែលលោកនិយាយមិញគឺជាការវិភាគដែលល្អបំផុតដែលខ្ញុំធ្លាប់ពីវិនិយោគិននៅអាមេរិកមិនទាន់ជាការគំរាមកំហែងប៉ុន្តែនៅទូទាំងពិភពលោកគឺមិនមែនទេត្រូវប្រញាប់មកបង្កើតរោងចក្រនៅខាងយើងដើម្បីដណ្ដើមទីផ្សារហើយក៏មានទិន្នន័យ Tesla បើកបរដោយស្វ័យប្រវត្តិដែរអ្នកណាសម្រេចបានអីមុនគេអ្នកនោះមិនមែនលក់ឡានទេគឺកំពុងលក់សិទ្ធិគ្រប់គ្រងចរាចរណ៍នាពេលអនាគតមនុស្សគ្រប់គ្នាសួរខ្ញុំពីរឿងចម្ងាយធ្វើដំណើរនិងតម្លៃតិចណាស់ដែលសួររឿងបើកបរដោយស្វ័យប្រវត្តិលោកត្រូវដឹងថាវាទើបតែស្ថិតក្នុងដំណាក់កាលគំនិតប៉ុណ្ណោះប៉ុន្តែវានឹងឈានដល់ដំណាក់កាលនោះឆាប់បើលោកដោតលើអីពេញទំហឹងខ្ញុំមិនដឹងថាអ្នករកឃើញការសន្និដ្ឋាននេះដោយរបៀបណាទេតែគួរឲ្យចាប់អារម្មណ៍គឺខ្ញុំយល់ស្របនឹងការវិភាគរបស់លោកយើងត្រូវតែដើរលើផ្លូវអេនេះលោកនិយាយតែជាមួយខ្ញុំប្រហែលមិនទាន់គ្រប់គ្រាន់ទេព្រោះនៅពីក្រោយមកនៅមានអ្នកផ្សេងទៀតនេះគឺជាជំហានផ្លាស់ប្ដូរអនាគតលោកលីនតើលោកហ៊ានភ្នាល់ជាមួយខ្ញុំទេទេកុំនិយាយអីពួកអ្នកសារព័ត៌មាននេះហ៊ានសរសេរមែនកកស្ទះចរាចរណ៍ខ្លាំងដល់ថ្នាក់នេះហើយនៅហ៊ានសរសេរថាផ្លាស់ប្ដូររបៀបធ្វើដំណើរក្នុងក្រុងទៀតព្រោះកាមេរ៉ាថតតែអ្វីដែលគេចង់ឲ្យអ្នកដទៃឃើញតែប៉ុណ្ណោះការប្រមូលនិងជួសជុលរថយន្តរួមគ្នាមានការខូចខាតលើសពីការប៉ាន់ស្មានជិត1ដងខាងរថយន្តគំរូថាមពលថ្មីនោះតើខាងក្រៅមើលឃើញអ្វីខ្លះអ្វីដែលសំខាន់បំផុតពេលនេះគឺតម្លៃភាគហ៊ុនគឺជារឿងរ៉ាវគីឡូទីផ្សារជឿជាក់លើសមត្ថភាពរបស់វ៉ាងស៊ីងក្នុងការវិនិយោគច្រើនវិស័យពីកង់សាធារណៈក្នុងសាលារហូតដល់រថយន្តថាមពលថ្មីសកម្មភាពរបស់វ៉ាងស៊ីងពិតជាលឿនណាស់បង្ហាញថាគាត់វិតម្លៃនានាការនាពេលអនាគតបានយ៉ាងច្បាស់លាស់គ្រប់គ្នាសុទ្ធតែជឿថាលីធួនបានឈានជើងដល់មាត់ទ្វារនៃអនាគតហើយ
ចុះគម្រោងផ្ទាល់វិញរឿងគម្រោងផ្ទាល់តតែខ្ញុំឈ្នះសិនចាំខ្ញុំដោះស្រាយតាមក្រោយពេលនេះអ្នកណាដាក់ទង់ជ័យមុនអ្នកនោះគឺជាអ្នកត្រូវបងយានកំពុងគិតលេខអ្វីកំពុងរាប់ទ្រព្យសម្បត្តិយើងតើក្បាលគ្រាប់យើងមិនសល់ប៉ុន្មានទេណាលីងយូអ្នកកំពុងលាក់បៀអាតកំបាំងឬក៏ពិតជាអស់ផ្លូវដើរហើយមែនទេយើងបានពិនិត្យយ៉ាងល្អិតល្អន់ហើយលុយរបស់លីងយូនក្នុងរយៈពេលនេះគឺបានចំណាយអស់រាប់ពាន់ខ្ញុំស្មានតែគេលាក់អ្វីធំដុំតាមពិតទៅចិត្តដល់ទីបញ្ចប់មែនលីងយូនអញក៏ប៉ុណ្ណឹងដែរភាគនេះចប់ត្រឹមយប់នេះថ្ងៃស្អែកខាស្អែកគឺជាការប្រកួតដាច់ព្រាត់បើថាមែនបើថាទេគឺត្រូវតែឈ្នះពួកនេះចេះតែមើលឃើញអ្វីដែលនៅជិតមុខចម្លើយពិតប្រាកដវាមិននៅកន្លែងបែបនោះទេខ្ញុំត្រូវតែឃើញផ្ទាល់ភ្នែកថាបុរសម្នាក់នោះឈ្នះការប្រកួតរួចហើយនិយាយផ្ទាល់មាត់ដាក់លីងយូនថាសមរភូមិនេះខ្ញុំជាអ្នកឈ្នះរកឃើញហើយលីងយូនបានទៅអាមេរិកពិតមែនហើយស្នាក់នៅយូរគួរសមថែមទាំងតាក់ទងមិនមែនត្រឹមតែស្ថាប័នវិនិយោគប៉ុណ្ណោះទេមិនត្រឹមតែវិនិយោគលើឡានអាគុយនឹងផ្នែកអីទេគាត់តាក់ទងគ្រប់យ៉ាងតែគាត់គ្រាន់តែទៅផ្សងសំណាងមែនទេយ៉ាងណាមិញដើមទុនក្នុងស្រុករបស់គាត់ត្រូវគេដកហូតស្ទើរតែអស់ទៅហើយអាលីនយាននេះចង់លើកបច្ចេកវិទ្យាពីបរទេសមកវិញផ្ទាល់តែម្ដងនៅក្នុងស្រុកគេមិនអាចឈ្នះខ្ញុំបានទេទើបគេរត់ទៅក្រៅដើម្បីបដូរទីផ្សារចុះយើងត្រូវតែប្រញាប់តាក់ទងអាមេរិកដែរឬទេការតាក់ទងយកបច្ចេកវិទ្យាវាយឺតពេកត្រូវចាប់មេខ្លោងសិនអ្នកចង់មានន័យថាបុរសម្នាក់នោះឈ្នះប្រកាសហើយអ្នកខាងក្រៅនៅតែវិភាគការប្រកួតតែខ្ញុំដឹងថាអ្នកណាជាអ្នកអង្គុយលើនោះលីនយានចង់រកបច្ចេកវិទ្យានៅអាមេរិកមែនទេចាំខ្ញុំធ្វើឲ្យគេទៅហើយមិនអាចត្រឡប់មកវិញបានប្រមូលធនធានភ្លាមទាំងទីប្រឹក្សាការប្រកួតក្រុមការងារនិងអ្នកទទួលខុសត្រូវខាងប្រព័ន្ធផ្សព្វផ្សាយតាក់ទងទាំងអស់ឲ្យខ្ញុំតែពេលនេះគេទូទៅយល់ថាលោកជំទាវមានឱកាសឈ្នះច្រើនជាងចុះបើគ្មានពាក្យថាបើទេឲ្យតែបុរសម្នាក់នោះឈរខាងខ្ញុំអាចកម្ចាត់លីនយានតាំងពីដើមទីចំណែកក្នុងស្រុកបន្តផ្លុំកញ្ចែបន្តផ្សព្វផ្សាយទាំងកង់សាធារណៈធម្មពលថ្មីឡានអគ្គិសនីការដឹកជញ្ជូនឆ្លាតវៃកុំឲ្យឈប់សោះតែព័ត៌មានអវិជ្ជមានទាំងនោះបង្ក្រាបវាទៅអ្នកដឹងហើយថាត្រូវធ្វើម៉េចអ្នកណាហ៊ានបញ្ចេញព័ត៌មានអាក្រក់ខ្ញុំនឹងធ្វើឲ្យអ្នកនោះបាត់ដំណឹងមុនគេខាងក្រៅកំពុងទីថាលីនយានត្រៀមដកខ្លួនពីមុនធ្លាប់ឲ្យគេទៅតាមដានលោកម៉ាក៏មិនឃើញមានការសហការអ្វីជាដុំកំភួនជាមួយគាត់សោះខ្ញុំដឹងថាទូគេពូកែរកស៊ីយ៉ាងណាក៏ត្រូវគិតពីលុយដែរបើគ្មានលុយគេក៏គ្មានន័យអ្វីដែររងចាំឈ្នះសិនចាំខ្ញុំមើលមុខពួកអ្នកលោកវាងត្រូវហើយបុរសម្នាក់នោះឈ្នះដូចដែលខ្ញុំនិយាយបុរសម្នាក់នោះឈ្នះហើយលោកវាងខ្ញុំធ្លាប់និយាយថាចម្លើយពិតប្រាកដគឺស្ថិតនៅជាមួយខ្ញុំតើអ្នកទីលទ្ធផលទុកមុនមែនទេខ្ញុំគ្រាន់តែមើលឃើញទីដែលបានច្បាស់ជាងពួកយើងជាអ្នកឈ្នះអញនៅហ៊ានមកទីនេះទៀតហេអញដឹងទេថាជាកម្មវិធីអ្វីនៅយប់នេះហេតុអ្វីខ្ញុំមិនហ៊ានមកនេះគឺជាទីបញ្ចប់ដែលខ្ញុំទទួលបានជ័យជំនះទាំងស្រុងអញចាញ់អស់ហើយនៅក្នុងនេះខ្ញុំពិតជាមិននឹកស្មានថាអញអស់លុយចិត្តខ្សែធនហើយនៅតែអាចទ្រាំមកដល់ទីនេះបានយ៉ាងមិនដែរឥឡូវនេះមានអារម្មណ៍ស្ដាយក្រោយដែលបដិសេធការអញ្ជើញរបស់ខ្ញុំទេអញនិយាយចប់ហើយមែនទេនៅមិនទាន់ចប់ទេកាត់នៅក្នុងស្រុករបស់អញលេងអស់ហើយថាវិការក៏អស់រលីងបើលោកមកគ្មានមុខមាត់ចេញមកជួយលុយអញគឺចំណាយអស់ស្ទើរតែគ្មានសល់ទោះបីជាអញរត់មកក្រៅប្រទេសក៏មិនអាចធ្វើអ្វីបានដែរមួយសន្ទុះទៀតពួកគេនឹងប្រកាសថ្លែងអំណរគុណដល់ខ្ញុំដល់ពេលនោះខ្ញុំគ្រាន់តែនិយាយជាមួយគាត់មួយម៉ាត់រាល់រឿងដែលអញខំប្រឹងរៀបគម្រោងទាំងប៉ុន្មានចាត់ទុកថាវាគ្រាន់តែជាសុបិនមួយចុះខ្ញុំចង់ថ្លែងអំណរគុណដល់អ្នកជំនួញដ៏ឆ្នើមម្នាក់នៅភាគសានលោកវ៉ាងស៊ីងមកពីក្រុមហ៊ុនយីបយន្តពួកយើងឈ្នះហ្គេមនេះហើយអត់ទេពួកយើងនឹងឈ្នះអនាគតតើអ្នកដឹងទេពួកយើងត្រូវការវីរបុរសម្នាក់មកនេះចុះតារាឆ្នាំរបស់យើង
ប្រសិនបើយើងចង់បានអនាគតយើងមិនត្រឹមតែត្រូវការភាពរ៉ូមែនទិកទេយើងត្រូវការមនុស្សត្រឹមត្រូវខ្សែសង្វាក់ផ្គត់ផ្គង់ត្រឹមត្រូវនិងដៃគូត្រឹមត្រូវលីននិយាយអ្វីខ្លះមកនេះវាមិនត្រឹមត្រូវទេហេតុអ្វីលីនយួនឯងតាក់ទងជាមួយមនុស្សម្នាក់នោះតាំងពីពេលណាវ៉ាងស៊ីងឯងគ្រាន់តែជាអ្នកដែលគេអញ្ជើញមកមើលការរំខានប៉ុណ្ណោះចំណែកខ្ញុំគឺជាដៃគូរបស់ពួកគេអនាគតរបស់យើងមិនមែនគ្រាន់តែជាអ្នកឈ្នះពានរង្វាន់ទេអនាគតរបស់យើងគឺកសាងឡើងដោយ A និងបន្ទះជីបការរៀបគម្រោងធនធាននិងយានយន្តឆ្លាតវៃយុវជនម្នាក់នេះគាត់យល់ច្បាស់ពីរឿងទាំងនេះមនុស្សជាច្រើនយល់ថាអ្នកដែលដឹងពីឱកាសថ្ងៃមុខមុនគឺជាអ្នកឈ្នះតែខ្ញុំមិនដែលគិតបែបនោះទេព្រោះឱកាសមិនមែនជាចម្លើយឡើយអ្វីដែលសម្រេចជោគជ័យគឺដំណើរការនៃការគិតលោកលីងឆ្វេងបញ្ជាហើយត្រូវដកសាច់ប្រាក់ឲ្យលឿនបំផុតលោកទាំងអស់ដីទាំងនេះយើងទុកយូរហើយណាខ្ញុំមិនបានប្រញាប់ស្រែកពីធម្មពលថ្មីក៏មិនបានប្រញាប់បញ្ចេញផលិតផលពាក់កណ្ដាលទៅលក់ដែរខ្ញុំទៅរកអនាគតពិតប្រាកដមុនគេតើអ្នកមានអ្វីមកតាក់ទាញឲ្យខ្ញុំផ្ដល់បន្ទះជីបឲ្យអ្នកមុននេះជាការកុម្ម៉ង់ទិញពិតប្រាកដខ្ញុំមកដើម្បីទិញសម្បត្តិចូលទៅកាន់អនាគតសិនអ្នកគិតថាគ្រាន់តែដឹងពីចំណុចក្តៅក៏អាចទាញយកលទ្ធផលនោះមកមុនគេបានដែរឬអ្នកដឹងពីចម្លើយតែអ្នកមិនចេះធ្វើវិញ្ញាសាទេឲ្យស្លាប់ទៅអ្នកឡើងដល់បញ្ជី Forbes មែនតើនេះលាថាតម្លៃក្រុមហ៊ុនគាត់ឡើង10 ដងក្នុងមួយឆ្នាំ